vậy small thought đó chụp bị thi thưa chớn chụp từng người bị thi snai từng bị thi đọc bơ đó ấy chân chớn chân tới ở sơ ban lại đây nó không có xuông mấy cái đài cái xuông môn đặc công nó cái xuông bên tầm môn nó môn đặc công à là cái nơi đây ta nơi đây ok chẳng ở vòng đai ở cơ quan nơi không có xuông nơi đây và nơi ngày vòng đai ở nhung chập rắm mùi bong bị chớn chụp cho mùi hưởng ấy đài để bị cồn sơ màu xong ấy bưng chui chăng á hưởng để chớn chừng kia để bong chụp ha mình nè pin nè bay nè hay sao ta hưởng nâng tầm muối bị chớn chụp cho lừa bành hại cái để bong bị chớn bao nhiêu pi hưởng cồn sơ đại cái mà rô cái mà bưng bẹ mong miền pi tí muối này được thàไปปนใบบักขณีไอ้จังนะcái mà rô tí pí រឿងការខាបព្រលឹងតងព្រលឹងប្រើស្ដេចមរិញគង់វាទាំង49អង្គឬក៏ប្រើក្មេងបរិសុទ្ធភាគច្រើនពីរហ្នឹងគឺខ្ញុំទទួលបានច្រើនជាងគេខាបព្រលឹងធ្វើយើងធម្មតាយើងអ្នករ៉ូស៊ីអូនធម្មតាតែយើងមានមរិញគង់វាបាទមរិញគង់វាហ្នឹងគេហៅធំនៃទេវតាពួករៀនទេវតាថ្នាក់តូចអានេះគេសម្រាប់រ៉ូស៊ីមកអាមរិញគង់វាទូចហ្នឹងគេសម្រាប់រ៉ូស៊ីអញ្ចឹងគេតងហើយធម្មតាមរិញគង់វាយើងអាចនិយាយបានថាមរិញគង់វានេះជាមរិញគង់វាស្រុកទេណាបើចង់ឲ្យរដ្ឋាភិបាលអំណាចវាកើនទៅលើអំណាចទូតាតែមរិញគង់វានេះជាមរិញគង់វាព្រៃហើយពាក្យថាមរិញតូចគង់វាហ្នឹងគឺបានន័យថាក្មេងតែគង់វាសัตว์ដំរីចឹងបានមានពាក្យថាមរិញគង់វាអាហ្នឹងគឺមកពីអញ្ចឹងអាមរិញគង់វាហ្នឹងគឺវាជាក្មេងដែលទូចនៅក្នុងព្រៃដែលវាទៅខ្វៀលដំរីវាចាប់ដំរីវាដើរមួយដំរីអញ្ចឹងយើងចង់ឲ្យវាមានរដ្ឋអំណាចលុះតាតែយើងតងពលឹងវាមកតងពលឹងមរិញគង់វាចេញពីព្រៃមកយើងដាក់នៅក្នុងរូបគេហៅសំណុំរូបដែលយើងមានរូបដូចអ្នកខ្លះមានអារូបមរិញគង់វាទូហ្នឹងហើយពេលខ្លះទៅអ្នកខ្លះគេតងមរិញគង់វាពីព្រៃហ្នឹងមកដាក់ចូលអត្តកតាកូនហេងដាក់ចូលហ្នឹងក៏បានដែរហ្នឹងខ្ញុំចាប់អារម្មណ៍ទៅលើហៅស្នេហ៍ប្តីមកវិញអញ្ចឹងអានឹងរបៀបថាមានមួយខាងទៀតគេអ្នកដាក់ទៅហើយកូនសិស្សបងគឺពឹងបងឲ្យហៅមកវិញអានឹងមិនដែរបងអានឹងវាអត់ចម្លែកទេឧទាហរណ៍ណាឧទាហរណ៍ថាមានម្នាក់គាត់ធ្វើស្នេហ៍ប្តីគាត់យកទៅបាត់ហើយឬក៏ប្តីគាត់ហ្នឹងត្រូវស្នេហ៍របស់គេឬក៏មិនត្រូវស្នេហ៍ក៏ដោយដូចថាគាត់រត់ចោលប្រពន្ធបាត់ហើយអញ្ចឹងណាអញ្ចឹងភាគច្រើនកូនសិស្សគាត់មកពឹងពាក់ឲ្យជួយដូចថាខាបហៅមកវិញអញ្ចឹងកន្លែងហ្នឹងវាមិនមែនយើងធ្វើទេឧទាហរណ៍ថាគេមកពឹងលោកគ្រូខ្ញុំចង់ធ្វើស្នេហ៍ប្តីខ្ញុំឲ្យត្រឡប់មកវិញការពិតកន្លែងហ្នឹងមិនមែនពាក្យថាធ្វើទេគួរតែប្រើពាក្យចេះលោកគ្រូខ្ញុំចង់ជួយដោះខាបហៅប្តីខ្ញុំត្រឡប់មកវិញព្រោះប្តីរបស់គាត់កំពុងត្រូវរបស់គេហើយបើគាត់ទៅធ្វើទៀតមកតង់ទៀតអត់ខុសពីឲ្យប្តីគាត់ឈួតទេអាហ្នឹងវាអញ្ចឹងយើងបែងចែកអាពាក្យហ្នឹងឲ្យដាច់ណាចាបងហ្នឹងហើយអញ្ចឹងភាគច្រើនគឺយើងតងឲ្យបប៉ះចំឈាមស្នេហ៍ស្រីពុករដូវឈាមពុករដូវមហាស្នេហ៍ប្រែរូបមហាថ្មាត់ស្នេហ៍ប្រែរូបមហាស្នេហ៍កឡង់ជុំអាហ្នឹងបាក់ដោះហើយស្នេហ៍មានច្រើនប្រភេទមានច្រើនប្រភេទប្រហែលជាមិនដែរបងដឹងចំនួនបើនិយាយថាតម្រាស្នេហ៍ក្បួនតម្រាស្នេហ៍វាមានច្រើនហើយខ្ញុំនិយាយនេះមិនមែនបងប្អូនទាំងអស់នេះមិនមែនបខំឲ្យគាត់ជឿទេណាហើយបើស្ដាប់ហើយយើងស្ដាប់ចោលទៅយើងមិនបាច់ទៅធម្មតាអានេះមុនជាការវាមិនចំណេញអីសម្រាប់យើងទេស្នេហ៍វាមានច្រើនតែមហាស្នេហ៍ដែលពិបាកនៅក្នុងការដោះទីមួយមហាស្នេហ៍ថ្មាត់ពុកឈាមរដូវអាហ្នឹងគេប្រើឈាមរដូវស្មាទោសណាគេប្រើឈាមរដូវយកមកធ្វើមកដាក់ក្នុងមិនថាត្រឡប់ស្នេហ៍ឬក៏កមួនស្នេហ៍ទេគេដាក់ចូលក្នុងហ្នឹងទីពីរមហាស្នេហ៍ប្រែរូបមហាស្នេហ៍ប្រែរូបគេប្រើជាមួយនឹងខ្លាញ់ខ្មោចបូជាសពគេប្រើដូចថាយើងពឹងអាចារ្យភ្លុកនោះយកឲ្យទៅអ្នកដែលគេបូជាសពពឹងយើងស៊ីស៊ូយកមកគេយកអាហ្នឹងមកសូនជាមួយនឹងកមួនខ្មុំផ្លិតសូនទៅចេញរូបរួចមកគេដាក់ផ្កាប់ទាំងពីរពេលណាគេដាក់ផ្កាប់ទាំងពីរគេហៅមហាស្នេហ៍ប្រែរូបពេលដែលគេតងគេផ្ងាមកវិញដល់ទី3គេហៅមហាថ្មាត់ស្នេហ៍មហាថ្មាត់នាងកមុំឬក៏អ្នកខ្លះហៅថាមេមត់ស្នេហ៍ម្ចាស់កមុំអាថ្មាត់មេមត់កមុំហ្នឹងអាហ្នឹងប្រើកមួនសូនរូបក្នុងកមួនហ្នឹងមិនមែនយើងយកទៀនយើងមកស្លចេញជារូបទេណាកមួនផ្លិតអាកមួនខ្មុំយើងហ្នឹងហើយហ្នឹងហើយតែគេយកមកស្លជាមួយនឹងប្រទាលពុកឆ្អឹងប្រទាលអង្គរជ្រុំប្រទាលតពួកប្រទាលល្មៀតសប្រទាលថ្លើមឆ្កែយកមកស្លជាមួយនឹងផេះខ្មោចតៃហោងយកចេញពីមេនណាហើយមេនហ្នឹងតតែមេនគេបោះបង់ចោលទៀតបើមេនហ្នឹងនៅមានគេប្រើក៏មិនឲ្យយកដែរមេនហ្នឹងតតែមានគេបោះបង់ចោលយកផេះហ្នឹងមកហើយត្រូវមានឈាមរដូវទៀតតែអាហ្នឹងយកមកមិនបងសុំកាត់តិចបើគេបោះបង់ចោលបានន័យថាគេអត់ប្រើបានន័យថាអត់មានផេះចង់និយាយថាអាផេះដែលពីមុនមកដែលគេធ្លាប់បូជាវានៅណាអូខេគេទៅកោសទៅកោសគេក៏ទៅកោសខ្លះចេញមកគេយកតែបន្តិចតែអាហ្នឹងហើយគេក៏ត្រូវការបើសិនជាចង់ឲ្យមហាថ្មាត់ស្នេហ៍កមុំនឹងខ្លាំងទៀតណាគេកោសថ្ពាល់សពខ្មោចសពនោះថាសពនឹង 4-5 ថ្ងៃវាហើម
គេហើម សពដែលកប់មែនឬក៏សព សព ថ្មី ដែលកប់គេយកសពបូជាយកសពកប់បជាឥឡូវហ្នឹងគេយកសពកប់អូតែឥឡូវគ្មានណាគេទៅហ៊ានយកចឹងចឹងអូនយកក៏មិនកើតដែរ បាទ តែថាពីមុនមាន វាខុសច្បាប់ ហ្នឹងហើយ តែ ខុសច្បាប់តែពីមុនគេមានគេតកោសហ្នឹងគេយកកបិតស្នៀតគេហៅកបិតសុងស្រួចឬកបិតដៃចាយកតកោសពាល់ខ្មោចដោយទាំងអាខ្លាញ់ខ្មោចខ្លាញ់អេស្បែកខ្លះមកគេយកមកគេស្លជាមួយគ្នារួចបានគេសូនចេញជារូបកមួនមួយចឹងទៅគេដោតមកជុលតែមហាបច្ចេមហាស្នេហ៍ថ្មិតស្រីកមុំនេះប្រើទាំងស្នេហ៍ប្រើទាំងធ្វើអំពើសម្លាប់ទាំងសម្លាប់ទៀតបើគេចង់ធ្វើឲ្យស្លាប់គេយកមជុលយកមជុលយើងទៅពីដើមយើងដឹងស្រាប់ហ៎អាមជុលយើងពីដើមវិញណាអាមជុលដេបាវធំមកធំហ្នឹងហើយយកអាហ្នឹងមកបុកចំកណ្ដាលក្បាលមួយបុកហើយគេបុកចំទ្រូងហើយគេបុកចំកហ្នឹងចឹងទៅគេចង់ឲ្យមនុស្សនឹងឈឺចាប់កន្លែងណាគេបុកកន្លែងហ្នឹងនិយាយទៅអញ្ចឹងស្នាយវាមានច្រើនណាស់តែស្នាយតែគ្រោះថ្នាក់នឹងសัตว์អញនិយាយថាមុនវិជាការពួកអានេះហើយចាបងចាចុះអាដាក់ស្បែកកបីអីអានេះគេហៅកឡង់ស្បែកកបីអាកឡង់ស្បែកកបីហ្នឹងបងប្អូនគាត់ធ្លាប់ស្ដាប់ច្រើនដែរធ្លាប់ឮចេញពីខ្ញុំច្រើនណាកឡង់ស្បែកកបីវាមានច្រើនប្រភេទមួយគេហៅកឡង់ស្បែកកបីពីរគេហៅកឡង់ស្បែកឯកទី3គេហៅកឡង់ស្បែករ៉ូលវាមាន3តែទូទៅភាគច្រើនខ្មែរយើងប្រើតែកឡង់ស្បែកកបីហ្នឹងទេអាកឡង់ស្បែកកបីហ្នឹងអានឹងងាប់លឿនស្មាទុះអូអានឹងទៅលឿនណាស់ហើយមិនមែនទៅតែមួយឧទាហរណ៍ណាឧទាហរណ៍ថាធ្វើទៅលើបុគ្គលម្នាក់ហ្នឹងណាតែមិនមែនប្រកាសថាធ្វើឲ្យម្នាក់នឹងស្លាប់រួចខ្លួនទេណាតទៀតមានអ្នកតទៀតក្នុងតកូលគ្រួសារមួយហ្នឹងបើមិនយកបាន2 3បើ3 4បើដោះតន់អញ្ចឹងទៅហ្នឹងហើយវិញដល់ហើយធំស្បែកកបីបងរឿងកឡង់ស្បែកកបីដើរសួររឿងកឡង់ស្បែកកបីហ្នឹងអាហ្នឹងក៏ជាប្រភេទមន្តអាគមដែលសម្លាប់ដែរអាហ្នឹងលឿនណាស់មកប៉ាំងទៅហ្មងវាបើនិយាយពីរយៈពេលប្រហែលប្រហែលថ្ងៃប្រហែលខែអាហ្នឹងវាលើគ្រូបើគ្រូវាចង់ផ្ដាច់យប់ហ្នឹងវាធ្វើផ្ដាច់យប់ហ្នឹងយកហ្មងបើវាចង់ធ្វើបដែតមួយអាទិត្យដាច់ហើយទៅអាហ្នឹងតែអាហ្នឹងយើងមានវិធីការពារកុំឲ្យគេធ្វើអញ្ចឹងលើយើងបានមានតាមរបៀបគ្រូដូចថាគ្រូនីមួយយើងអត់ដូចគ្នាទេមានរបៀបផ្សេងគ្នាអញ្ចឹងគេមានរបៀបទប់ផ្សេងគ្នាក៏មានរបៀបដោះផ្សេងគ្នាដូចគ្នាឧទាហរណ៍ថាខ្ញុំអ្នកអត់សូវជឿខ្ញុំអ្នកអត់ជឿតែខ្ញុំចង់ការពារដែរជឿតិចតួចនិយាយចេះជឿតិចតួចតែចង់ការពារដែរឧទាហរណ៍ថាគ្រាន់តែដូរ wallpaper ពាក់ខ្សែកឬក៏ពាក់អញ្ជៀនអញ្ចឹងតើអាចជួយបានអត់ការពាក់ខ្សែកឬក៏យើងដូចជាអ្នកខ្លះពាក់ខ្សែចង្កេះពាក់អីចឹងណាការពិតវាជួយបានដូចតែគ្នាទេបើតែគ្រាន់តែថាបញ្យលកន្លែងនេះយល់បន្តិចរឿងកឡង់ស្បែកកបីមិនមែនប្រកាសថាមនុស្សគ្រប់គ្នាសិតតែត្រូវទេវាមិនអាចត្រូវទាំងអស់គ្នាដូចយើងនិយាយថាអ្នកនេះក៏ត្រូវអ្នកនោះក៏ត្រូវវាអច្ឆរិយៈពេកហើយហ្នឹងហើយវាមិនអាចត្រូវទាំងអស់គ្នាអ្នកដែលត្រូវលុះត្រាតែវាចំបើយើងនិយាយថាវាចំសកុតចំជើងលេខខ្មោចផងយើងនិយាយថារិស័យដាក់អារិស័យដាក់ចំជើងលេខខ្មោចជើងលេខអ្នកងាប់អានោះมันធ្វើត្រូវដែរមិនប្រកាសតែគេធ្វើត្រូវទេអូនហ្នឹងហើយតើដែរអញ្ចឹងស្នេហ៍អីក៏ដោយក៏អញ្ចឹងដែរដូចគ្នាមកมันប្រកាសថា100ចូលទាំង100ទេបើធ្វើស្នេហ៍100ទាំង100បានទាំង100បាច់ធ្វើស្នេហ៍ធ្វើគ្រូទេអូនធ្វើប្រអិនទៅបាច់ដាក់ស្នេហ៍មនុស្សធម្មតាដាក់យក billionaire ហ្មងទៅអូខេតន់ព្រោះខ្ញុំសួរហ្នឹងខ្ញុំចង់បន្តហ្នឹងតើពេលដែលយើងឧទាហរណ៍ចង់ដាក់ស្នេហ៍តើវាឆ្លងប្រទេសកើតអត់ការដាក់ស្នេហ៍ឆ្លងប្រទេសដាក់បានតែលុះត្រាតែឲ្យខ្មែរដូចគ្នាសាសនាផ្សេងគ្នាអត់ទេអត់កើតទេធម្មតាខ្មែរយើងវាមានពងធាតុវាមានទឹកដីភ្លើងចោលសូរិយាចិនវាមានពងឆ្នាំទាំង12វាមានធាតុទឹកដីភ្លើងខ្យល់ដល់យើងទៅចង់ធ្វើសាសគេវាមានត្រឹមតែរូបថតមានត្រឹមតែឈ្មោះក៏យើងពិបាកក្នុងការធ្វើដែរយើងតធម្មតាមកនិយាយបញ្យលចែកការធ្វើស្នេហ៍តតែមានថ្ងៃខែឆ្នាំកណ្ដៅរូបថតឈ្មោះហើយត្រូវតែមើលធាតុអ្នកទាំងពីរទៀតដូចថាណៃចង់ធ្វើស្នេហ៍គូតដឹងឬក៏សង្សារឬក៏ប្រពន្ធអញ្ចឹងណាយកអ្នកទាំងពីរហ្នឹងមកគុណគូលើគ្នាទៀតយកមកគុណគូគ្នាសិនតើធ្វើបានអត់ហ្នឹងហើយមិនមែនយើងចេះតែមានឲ្យនិយាយអស់ក្រក់ស្ដាប់មួយម៉ាត់ណាមិនអាងតែយើងមានលុយបោះទៅលើគ្រូគេជួយបានទាំងអស់ហ្នឹងណាអានេះមកនិយាយស្មោះត្រង់មិនអាងតែយើងមានលុយចង់ធ្វើអត់មិនមែនទេសុំទោសព្រោះគេត្រូវគុណគូតោះតែគូហ្នឹងបើសិនជាគូនេះជាគូប្រត់គ្នាអត់ធ្វើទៀតឥឡូវឯងអាចទៅឆៃសភើព្រំលិខិតបានទេអត់មានអាគេទៅដឹងព្រេងវាសនាបានទេអញ្ចឹងយើងក៏គ្រូក៏មិនមែនទេវតាប្អិនប្រព្រំណាទៅឆែកអាព្រំលិខិតនឹងបានដែរបើសិនជាជើងលេខឆ្លើយមកថាពីរអ្នកនឹងជាគូប្រត់ហើយជាគូដែរ
យើងនិយាយថាគូដែលត្រូវបែកបាក់គ្នាវាមិនអាចយកគ្នាបានទេយើងអាចតកែសភៅព្រំលិខិតបានទេពិធីគូហ្នឹងគឺធ្វើអត់បានហ្មងអ្នកដែលថាធ្វើបានលូត្រាថាអ្នកនឹងបងប្អូនប្អិនតែតម្លៃប្អិនមកធ្វើបានតន់ហ្នឹងហើយអូនទៅបងនិយាយចឹងខ្ញុំជឿដោយសារអីវាសំហេតុសំផលដោយសារអីឧទាហរណ៍ថាខ្ញុំណាំចដល់ពេលខ្ញុំចង់ដាក់ស្នេហ៍ដាក់លីអូដាក់លីប្រាអីចឹងវាខុសខ្មែរយើងហ្មងហ្នឹងវាចូលដូចអីសាញណាណោវាដូចអត់ចូលគ្នាអត់ត្រូវតែបើខ្មែរដូចគ្នានៅឆ្លងទ្វីបអូខេធ្វើបានពពងសំណុំធាតដើមគេដើមហ្នឹងខ្មែរយើងទៅនៅក្រៅប្រទេសហើយយើងធ្វើប្តីយើងឧទាហរណ៍ប្តីយើងរត់ទៅក្រៅប្រទេសបាត់យើងធ្វើចង់ហៅប្តីត្រឡប់មកវិញយើងធ្វើបានអត់អីទេព្រោះខ្មែរដូចគ្នាតែអ្វីដែលសំខាន់ទោះប្តីយើងរត់ទៅដល់ក្រៅប្រទេសក៏ដោយនៅតែយកឈ្មោះទាំងពីរមកគុនគូគ្នាសិនចាបងបើសិនជាគុនគូគ្នាត្រូវធ្វើទៅវាបានផលលឿនតែបើថាគុនគូគ្នាមិនត្រូវទេធ្វើដល់ជើងមិនទៅធ្វើមិនលបើកហ្មងសំបីបងនិយាយស្មោះត្រង់ណាបងប្អូនប្រហែលស្គាល់ចរិតខ្ញុំមិនសំបីបងក៏មិនមែនប្រកាសថាបងធ្វើគ្រូរាល់ថ្ងៃបងធ្វើឲ្យគេបានជោគជ័យទាំងអស់ហ្នឹងណាអានេះបងហ៊ាននិយាយក្នុងកម្មវិធីហ្មងពេលខ្លះមានកូនសិស្សខ្លះក៏មិនទាលុយបងវិញណាដោយសារយើងធ្វើគេបានសម្រាប់អត់ប្រសិទ្ធភាពហ្នឹងហើយធម្មតាយើងមិនមែនជួយគេបានរហូតណាអូនចាតែពេលដែលយើងយកតំណឹបគេយកមកធ្វើយើងត្រូវទិញគ្រឿងទាំងវាយយកមករៀបចំបាទធម្មតាអូនឯងប្រើគោក៏ឲ្យស៊ីស្មៅដែរត្រូវហ៎យើងប្រើស្នែមួយមិនដែលមានប្រអិនប្រព្រំណាមកជួយប្រោះព្រំទេរឿងហ្នឹងការធ្វើស្នែគឺប្រើព្រាយប្រើខ្មោចទាំងអស់អញ្ចឹងពេលដែលយើងធ្វើត្រូវមានសំណែនសែនឲ្យខ្មោចសែនឲ្យព្រាយដូចគ្នាយើងរៀបសពៅឲ្យគេអញ្ចឹងពេលដែលយើងធ្វើពិធីគេអត់បានសម្រេចបងត្រូវចេញសងគេវិញទាំងអស់ទាំងដើមទាំងការនិយាយអស់ម៉ាត់ទេនឹងបងលាក់បាំងនិយាយការពិតអានឹងបានជាគ្រូស្មើនឹងរកស៊ីខាតមកបច្ចេកនឹងដែរហ្នឹងហើយយើងធ្វើគ្រូយើងតើស្មោះត្រង់ដែរកូនសិស្សខ្លះបងក៏បង delay សងគេដែរដូចថាបងយកមកយើងទិញគ្រឿងអស់អញ្ចឹងទៅណាដល់ពេលអញ្ចឹងយើងអត់ទាន់មានលុយសងគេទេអញ្ចឹងសុំគេពជាមកពេលមួយអាទិត្យពីរអាទិត្យមួយខែអីចឹងទៅចាំយើងបង់គេតាមនឹងដូចគ្នាអានេះបងនិយាយស្មោះត្រង់មកអត់មានអីលាក់ទេចាបងព្រោះអានេះបើនិយាយទៅវាស្មើអង្គកិត្តិយសបងដែរបើយើងលាក់បាំងទៅជាមនុស្សត្រឹមត្រូវយើងអត់ខ្ចោះអត់កើតទេអូនធ្វើទៅរួចនិយាយតាមត្រង់តន់ហ្មងតន់យល់អានេះចរិតបងគឺចឹងចាបងពីច្រើនយើងចាប់អារម្មណ៍តារឿងការហៅស្នេហ៍ឬក៏ការធ្វើស្នេហ៍ចុះការផ្ដាច់ស្នេហ៍ឧទាហរណ៍ថាខ្ញុំដូចធ្លាប់ជួបជាមួយរបៀបម្ដាយឪពុកខាងម្នាក់ណាមួយដែលអត់ពេញចិត្តតែគេមានវិធីផ្ដាច់ស្នេហ៍ហ្នឹងអត់គេមានផ្ដាច់មានទីធ្វើឲ្យណាយចិត្តធ្វើឲ្យណាយចិត្តដូចថាឥឡូវឧទាហរណ៍ណាថាមានគេចូលស្ដីយ៉ារិនចូលស្ដីតដឹងណាតែយ៉ារិនអត់ពេញចិត្តទេអត់ពេញចិត្តទេតែក្នុងអ្នកស្រឡាញ់អញ្ចឹងណាហើយយ៉ារិនចង់ឲ្យគេណាយចិត្តអត់ឲ្យគេមកស្ដីតដឹងខ្លួនឯងទេធ្វើឲ្យគេណាយចិត្តទៅបផ្នាយបំបែកអានេះគេហៅបផ្នាយបំបែកគេធ្វើហ្នឹងគេយកទៅដាក់នៅក្នុងព្រៃគេយកថ្ងៃខែឆ្នាំកណ្ដៅខតអ្នកហ្នឹងជាមួយយើងបែកខ្នងដាក់គ្នាហើយគេយកទៅរកដើមតបែកវាបែកដំចំដើមតបែកហ្នឹងហ្មងដំលីកូបំបែកចោលសូត្រប្រធាងដាក់ហ្នឹងគេសូត្រមហាស្នេហ៍ចិត្តមហាស្នេហ៍ចិត្តមហាស្នេហ៍ចិត្តតាំងមហាស្នេហ៍ប្រែរូបឧមមហាសិទ្ធិបច្ចេកជ័យចេស្ដាមហាឧមឧត្រោបំបែកចោលហ្មងចុះបើលក្ខខណ្ឌហ្នឹងមិនមែនយ៉ារិនអ្នកចង់បំបែកទេគ្រួសារអ្នកចង់បំបែកពីរអ្នក A B ហ្នឹងគាត់ពងពេញស្រឡាញ់គ្នាយើងនិយាយមកឲ្យខ្លីចេះថាម៉ែអត់ពេញចិត្តហ្នឹងហើយអត់ម៉ែអត់ពេញចិត្តគាត់ធ្វើបានដូចគ្នាតាតែមិនប្រកាសថាមានប្រសិទ្ធភាពទេដល់ណានិយាយចឹងក៏ត្រូវដែរវាអត់អាចថាវាមានប្រសិទ្ធភាពបើសិនជាឧទាហរណ៍ថាម៉ែគាត់ចង់បំបែកគាត់មិនចង់ឲ្យពីអ្នកនឹងបានគ្នាគាត់ទៅរកគ្រូបំបែកបើគាត់ធ្វើបែកអានឹងបាបកម្មគាត់ទេគាត់អ្នកទទួលទៅបើកូនស្រឡាញ់គ្នាក្នុងសម័យនេះមានណាគេទៅបង្ខំកូនតែថាទៅបងធ្លាប់ជួបដែរធ្លាប់មានគេមកបំបែកចឹងដែរតែបងអត់ដែរទទួលទេខ្ជិលពួកបងក៏មានអារម្មណ៍មួយចេះបើបងស្រឡាញ់គ្នាដែរបើគេមកបំបែកចឹងរៀងឈឺចាប់ហ៎អូនយេមែនតើណាអូខេអញ្ចឹងអ្នកនរគ្នាខ្ញុំបានចែកម្លែកថាចំណេះដឹងគឺផ្នែកមន្តអាគមអីចឹងតិចតួចទៅដោយសារខ្ញុំក៏អត់ចេះដែរខ្ញុំក៏ទៅស្ដាប់ដូចតែអ្នកនរគ្នាដែរទេគ្រាន់តែខ្ញុំបានស្ដាប់ផ្ទាល់ចឹងវារៀងលយជាងអូខេអញ្ចឹងយើងចូលត្រឡប់មកប្រធានបទរបស់យើងវិញយើងបងថ្ងៃនេះប្រហែលជាមានប្រហែលរឿងសម្រាប់ចែកម្លែកទៅកាន់ទស្សនិកជនដែរបងថ្ងៃនេះគឺបងយកពីររឿងយកមកនិយាយមានពីររឿងទី1រឿងរបស់ពុកបងបកើតហ្មងតែសុំស្មាតទោសទៅណាប៉ាបងគាត់ខូចហើយខូចមួយឆ្នាំហ្នឹងណាបាទរឿងទី1រឿងរបស់ប៉ាបងហើយរឿងទី2រឿងពាក់ព័ន្ធជាមួយនឹងរឿងបងប្អូនរ៉ូស៊ីមួយគ្នានៅសាដេប៉ូហ្នឹងហ្មងចាញ់គ្នារហូតតតែក្មួយស្លាប់ចាញ់តមានអ្នកស្លាប់របៀបតែឈ្នាននេះក្តៅកាហាយគ្នាហ្មងរឿងហ្នឹងណាចាអូនបាទអញ្ចឹងយើងដាក់ពីរឿងទៅសិនដោយសារអេពីសូតនេះខ្ញុំចង់ឲ្យរៀងពិសេសតិចបើបាន3ម៉ោង4ម៉ោង5ម៉ោងរត់តែល្អ
អូអានឹងគេទៅមិនរួចកម្លាំងបងទៅដល់ទេអូ អានេះយើងដាក់ Netflix យកប្រយ បើថាមានរឿងវាមាននិយាយតែគ្រាន់តែខ្លាចកម្លាំងបងអត់ដល់ បាទ ហ្នឹងហើយសារបងអង្គុយយូរអត់បាន មិនអញ្ចឹង បងឈឺចកេះបើ ឈឺជាកែ បងជាប់ចកេះ អញ្ចឹងចាំមានអាប់សូតដេកនិយាយប្រយ បើមានល្អ អូខេឥឡូវបងចង់លើករឿងមួយណាយកទៅចែកម្លែកមកណាបង អូខេថ្ងៃនេះបងចង់លើករឿងពាក់ព័ន្ធជាមួយនឹងតកូលស្នែងកោងតែតកូលស្នែង3រឿងពាក់ព័ន្ធជាមួយនឹងដូចគោបាអញ្ចឹង ដែលតាក់ទងមួយប៉ាបងដែរ ហ្នឹងរឿងប៉ាបងមកនៅប៉ោយសរោងស្រុកប៉ោយសរោងថ្មខេត្តបាត់ដំបងនេះប៉ោយសរោងថ្មគោលនេះវត្តជ្រោយម្ទេសអូខ្ញុំនិយាយប៉ុណ្្នឹងអ្នកបាត់ដំបងស្គាល់ច្បាស់ហ៎អូយពេលដែលខ្ញុំនិយាយរឿងដែលខ្ញុំនិយាយមួយសិតតែមានទីតាំងភូមិស្រុកត្រឹមត្រូវ ចា ព្រោះខ្ញុំអត់ត្រឡប់និយាយអាប៉ាណាប៉ានេះទេ ដឹងបងដឹង នេះចរិតខ្ញុំមិនបងមិននិយាយប៉ះពាល់ណាគេ អរេដែរបើឲ្យតាំងដើមខ្ញុំដឹង ចាអញ្ចឹងរឿងនេះវាពាក់ព័ន្ធជាមួយនឹងរឿងប៉ាបងអញ្ចឹងមកសូមអនុញ្ញាតក្នុងការនិយាយហ្មង បាទអញ្ជើញបងអញ្ជើញ អូខេអញ្ចឹងមុននឹងខ្ញុំនិយាយក៏សូមអធិស្ឋានបងប្អូនពុកម៉ែមីងអ៊ំទាំងអស់គ្នាបន្តិចថាពាក់ព័ន្ធជាមួយនឹងរឿងប៉ាបងក៏គាត់ជាអតីតហ៊ានដែរអញ្ចឹងមុននឹងនិយាយខ្ញុំសូមយកឱកាសនេះបន្តិចដើម្បីរំលឹកទៅដល់វីរៈកងទ័ពដែលលោកបានលាចាកលោកដែលលោកបានពលីជីវិតដើម្បីមាតុប្រទេសមួយនេះខ្ញុំសូមធ្វើការអោនគោរពលោកពងខ្ពស់ក៏ដូចជាសូមអរគុណខ្លាំងមែនទែនសម្រាប់ការលះបង់ណាអរគុណខ្លាំងមែនទែនអញ្ចឹងងាកមកសាច់រឿងរបស់យើងពាក់ព័ន្ធជាមួយនឹងរឿងកបីស្នែង3ដែលខ្ញុំហៅថាតកូលបក់ធ្លុះតកូលស្នែងកោងរឿងនេះអ្នកទាំងអស់គ្នាវាមានទាំងអាគមវាមានទាំងព្រាបងប្អូនអញ្ចឹងខ្ញុំចង់បញ្យល់ឲ្យគ្រប់គ្នាយល់ថាចេះតកូលស្នែងកោងសัตว์ដែលនៅក្នុងអាគមហើយគ្រូអាគមដែលគេតំណមទៅលើការហូបរបស់គ្រូមានច្រើនប្រភេទទី1គេហៅគ្រូមេមត់2គេហៅគ្រូរបៀន3គេហៅគ្រូត្រៃវេទ4គេហៅគ្រូស្មិល5គេហៅថាគ្រូស្នងរូបគ្រូវាមានច្រើនរបៀនតែប្រភេទគ្រូដែលប្រើមុនអាគមគាថាក្នុងការសឹកពិជ័យសង្គ្រាមព្រះលានសេនាជ័យប្រសនុតពិជ័យឬក៏ក្បួនតម្រាក់ពិជ័យសង្គ្រាមគេប្រើក្នុងក្បួនគ្រូមួយណាអ្នកប្រើដោយការធ្វើស្នេហ៍មេមត់ដោយណៃសួរមិញអញ្ចឹងណាអ្នកដែលធ្វើស្នេហ៍មេមត់គ្រូដែលប្រើរបៀននៅក្នុងការផ្ចាញ់គ្រូគ្នាឯងធ្វើសម្រាប់គ្រូគ្នាឯងឬក៏ប្រក់ទ័ពសម្រាប់ចេញច្បាំងអានឹងគេហៅគ្រូពិជ័យសង្គ្រាមឬរបៀនតម្រារបស់គ្រូមេមត់បែកស្មិលគេលេងរបៀនអញ្ចឹងនិយាយនេះគឺនិយាយពាក់ព័ន្ធមួយគ្រូទាំងពីរហ្នឹងអញ្ចឹងរឿងហ្នឹងគឺអញ្ចេះអ្នកទាំងអស់គ្នារឿងតកូលស្នែងកោងរឿងបបាខ្ញុំនៅស្រុកប៉ោយសរោងខេត្តបាត់ដំបងហ្មងនៅខាងជំនាខាងបាត់ដំបងរឿងហ្នឹងនៅក្នុងឆ្នាំល្បាក់ឆ្នាំ2000គត់ខ្ញុំនៅចាំច្បាស់ណាស់ព្រោះស្រុកតាខ្ញុំស្រុកកណៅតាកាលហ្នឹងខ្ញុំនៅខាងប៉ោយសរោងហើយកន្លែងហ្នឹងនៅស្រុកប៉ោយសរោងហ្នឹងបងប្អូនមានទួលមួយគេហៅថាទួលអស់លោកអ្នកខ្លះគេហៅថាទួលត្រប់តែហ្នឹងណាកន្លែងហ្នឹងពលពតធ្លាប់យកគេទៅវាយចោលសម្រាប់នៅនឹងច្រើនណាស់ហើយនៅលើទួលហ្នឹងវាមានដើមអាកាសយ៉ាដើមណាហៅថាដើមព្រេងខ្យល់ខ្លះគេអញ្ចឹងណានៅលើទួលហ្នឹងវាអញ្ចឹងតែកន្លែងហ្នឹងពីដើមមកនិយាយប្រវត្តិបន្តិចប្រវត្តិពីដើមកន្លែងហ្នឹងក្រោយពេលអាពោតបែកអាពោតឆ្នាំ79បែកមកហ្នឹងយូរមកទៅយើងដឹងស្រាប់ហើយប្រជាពលរដ្ឋខ្មែរយើងបងប្អូនយើងក៏តែតែមានអបិយជំនឿបាទជឿទៅលើរឿងខ្មោចព្រាយអរុកអរិយអ្នកតាទេវតាទិសទាំង8អីចឹងទៅអញ្ចឹងក្រោយនៃការបែកអាពោតមកអាទួលមួយហ្នឹងគេហៅទួលអស់លោកឬក៏ទួលត្រប់ហ្នឹងវាមានខ្មោចហើយធម្មតាបើយើងគិតលេងក៏គិតថាខ្មោចដែរព្រោះអីពោតយកទៅបែកចោលច្រើនខ្ញុំងំហ្នឹងហើយយើងគិតថាខ្មោចលងហ្នឹងតែកន្លែងហ្នឹងស័ក្តិសិទ្ធិត្រង់មួយថាអញ្ចេះតែបងសូមបញ្ជាក់ថាបងអត់បែងចែកទេណាថាកន្លែងនេះជាតួរបស់អ្នកតាតួរបស់បារមីឬក៏តួរបស់ខ្មោចបងអត់បែងចែកទេណាអូខេព្រោះបងអត់ដឹងដែរតែគាត់ទៅលឺចាស់គាត់បន្តមកឯងបាទនៅកន្លែងហ្នឹងគឺមានកម្មវិធីបុណ្យទានមួយរឿងជ័យចានជ័យឆ្នាំងដូចថាគេមានកម្មវិធីអីមួយចឹងណាយ៉ារីនខ្ញុំធ្លាប់ឮជ័យឬក៏ខ្ចីទៅខ្ចីចានខ្ចីឆ្នាំងកម្មវិធីខ្ចីចានខ្ចីឆ្នាំងហ្នឹងហើយអូខេតែត្រូវតែមានការលាសម្បត្តិជាមួយនឹងជ្រូក2ក្បាលជ្រូកនោះត្រូវតែជ្រូករស់តែអានឹងពីបុរាណមកណាពីបុរាណមកទេតែអំឡុងពេលឆ្នាំ9ជាងឆ្នាំ97 9អីមកគេលេងវាយើងនិយាយមកថាលេងសាកសិទ្ធក៏បានដែរដោយសារអីប្រជាពលរដ្ឋខ្មែរយើងខ្លះលោកមានចិត្តលោភលន់ខ្ចីគេយកមកបានហើយយកទៅសងគេបាត់3បាត់4បាត់5ហ្នឹងហើយតលបាត់អីចឹងទៅគេលេងឲ្យខ្ញុំឮថាពេលអ្នកភូមិណាមានកម្មវិធីគឺទៅខ្ចីចានខ្ចីឆ្នាំងកន្លែងហ្នឹងយកមកប្រើហ្នឹងហើយដល់ពេលហើយត្រូវទៅយកសងវិញមកយកសងតែអ្នកខ្លះគាត់យកចានបុរាណដែលជាកន្លែងបារមីហ្នឹងគឺយកទៅបាត់មកយកទៅបាត់សងមកវិញអត់សងអីទេអត់សងរឿងគាត់ទេអាហ្នឹងគាត់ជាមួយគេផ្លូវល្ងឹតទេអាហ្នឹងណាបាទតែគាត់ទៅយូរមកក៏វាសាបអញ្ចឹងណាអាហ្នឹងប្រវត្តិទួលកន្លែងហ្នឹងគេហៅទួលត្រាប់ឬក៏ទួលអស់លោកហ្នឹងអញ្ចឹងនៅក្នុងស្រុកប៉ោយសរោងវត្តប៉ោយសរោងហ្នឹងហ្មង
ចឹងរឿងហ្នឹងវាចេះបងប្អូនទាំងអស់គ្នាអតីតប៉ារបស់ខ្ញុំគាត់ឈ្មោះវងសត្យាខ្ញុំឈ្មោះវងមនីរយដាវសាវទីជប់អតីតប៉ាមិនមកអូច្រឡំសំទោសកាលប៉ាខ្ញុំនៅរស់អធិស្ឋានច្រឡំអតីតប៉ាកាលប៉ាខ្ញុំនៅរស់គឺគាត់អតីតទាហានបាទគាត់អតីតទាហានចង់និយាយថាគាត់អតីតទាហានណាគាត់អញ្ចេះអ្នកទាំងអស់គ្នាតាហ៊ានពីជំនាន់ដើមមិនមែនដូចតាហ៊ានយើងឥឡូវមិនមែនថាដូចទេតែឥឡូវក៏នៅតែមានបងឬក៏លោកអ៊ំដែលគាត់ជាតាហ៊ានគាត់នៅមានប្រើដែរប្រើផ្លូវល្ងឹតដែរបាទអញ្ចឹងពីដើមធម្មតាគេថាអ្នកពិជ័យសង្គ្រាមគេសំដៅទៅលើគ្រូតបឬក៏តាហ៊ានហ្នឹងគាត់ជាអ្នកដែលមានរបស់ការពារមានដូចជាខ្សែពីនីសង្វាពីនីសង្វាឯកកុងសនំឬក៏គាត់មានកូនក្រក់កូនអីចឹងទៅដែលគាត់មានវត្ថុការពារចឹងណាតែបើសួរថាគាត់គ្រូមែនគាត់មិនមែនគ្រូទេព្រោះអីតាហ៊ានមួយនៅពេលដែលគាត់ចេះក្បួនតម្រាពិជ័យសង្គ្រាមព្រះសនុពិជ័យសង្គ្រាមព្រះលានសេនាជ័យគឺគាត់អត់ដែលតាំងតួថាគាត់នឹងជាគ្រូទេតែប៉ះអីលេងហ្នឹងចង់លេងមិនក៏បានដែរប្រក់អង្គកើតតបក៏មានដែរអត់ខ្លាចទេអត់ខ្លាចហ្មងផ្ទះទឹកបែកទឹកពពុះកើតតបពពុះទឹកហ្នឹងគ្រូពីដើមណាឬក៏តាហ៊ានយើងពីដើមតែឥឡូវបងមិនដឹងទេព្រោះយើងអត់បានឃើញតមភ្នែកទេណាតែគាត់ថាពីមុនអញ្ចឹងកាលហ្នឹងចប់សង្គ្រាមយើងដឹងស្រាប់ហើយបាយអពរឆ្នាំ79មកប៉ារបស់ខ្ញុំគាត់ទៅនៅប៉ោយស្រោងថ្មគោលហ្នឹងទៅនៅប៉ោយស្រោងខេត្តបាត់ដំបងហ្នឹងណាទៅនៅជាមួយផ្ទះយាយតាខ្ញុំឈ្មោះតាហំយាយាតគាត់នៅក្នុងស្រុកភូមិហ្នឹងជាមួយគ្នាជាមួយម៉ាក់ខ្ញុំមួយកាលហ្នឹងបងអីកើតបងកើតនៅពេញតែគាត់ទៅកើតឲ្យបងមកនៅនឹងដែរបងមកនៅប៉ោយស្រោងនឹងដែរអញ្ចឹងណាអញ្ចឹងកាលហ្នឹងអ្នកណាក៏គេល្បីប៉ាបងគេហៅឈ្មោះប៉ាបងសាក់5កន្លះគេហៅសាក់5ខ្លះហៅប្អូនប៉ាបងហ្នឹងថាសមិទ្ធ80ព្រោះគាត់កាលនោះលក់បរិយសមិទ្ធរបស់ថៃរបស់សៀមអត់តន់គេហៅសមិទ្ធ80អញ្ចឹងកាលហ្នឹងប៉ាគាត់នៅហ្នឹងដល់ពេលនៅហ្នឹងធម្មតាអ្នកភូមិបែកពីអាពោតមកអញ្ចឹងណាអ្នកខ្លះគេមកស្រុកគេវិញអីវិញអញ្ចឹងស្រុកកណើតគេវិញអញ្ចឹងបងគេដឹងថាប៉ាបងចេះអាគុំចេះអីចឹងគេតែងតែយកទឹកយកអីមកឲ្យគាត់ធ្វើទឹកដើម្បីប្រោះព្រំតិចតួចស្រួយទឹកអីតិចតួចដែរមិនអត់ទេណាផ្លុំអីចឹងទៅអាហ្នឹងវាអញ្ចឹងដល់តែពេលយូរទៅប៉ាគាត់ចេះតែល្បីឈ្មោះណាបន្ទាប់មកហ្នឹងក៏ដឹងមកតង់ទៀតថាម៉ាក់ហ្នឹងគាត់ចេះអាគុំទៀតម៉ាក់ហ្នឹងគ្រូទៀតតែគ្រាន់តែម៉ាក់គាត់គ្រូជនជាតិណាបាទអញ្ចឹងទាំងប្តីទាំងពុនគ្រូទាំងពីរតណតតកូលបងមកហ្មងនិយាយម៉ាត់ទៅតម្ដងបងហ្មងតកូលគ្រូតែបើមានបងប្អូនគ្រូដែរបើនិយាយសបុកបងហ្មងនិយាយម៉ាត់ចេះបាទតីរបស់ម្ដាយបងកូនទាំង7នាក់មានតែ2នាក់ដែលចេះតែគ្រាន់តែមានតែបងមួយលេចធ្លោជាងគេអញ្ចឹងណាដល់ពេលអញ្ចឹងទៅនៅក្នុងភូមិហ្នឹងមិនមែនមានគ្រូមួយទេណាយ៉ារៀនអូននៅក្នុងស្រុកប៉ោយស្រោងហ្នឹងខ្ញុំមិនដឹងថាស្រុកឬភូមិទេតែដឹងតែគេហៅប៉ោយស្រោងទៅហ្នឹងណាព្រោះបងអត់បានចាំដែរអធិស្ឋានអ្នកបាត់ដំបងបានដឹងជួយខមមិនប្រាប់ផងណានៅទៅហ្នឹងមិនមែនគ្រូតែមួយទេគ្រូរហូតទៅដល់9នាក់បូកទាំងប៉ា9គ្រូគាត់ភូមិមួយនឹង9គ្រូមួយហ្សូនគាត់ហ្នឹងមួយហ្សូនហ្នឹង9ណាតែនៅក្នុងហ្នឹងគ្រូខ្លះគ្រាន់បានត្រឹមតែចូលរូបគ្រូខ្លះគេចូលរូបគ្រូខ្លះចេះស្នែគ្រូខ្លះចេះរបៀនអីចឹងតាមមុខជំនាញគេរៀងខ្លួនតែនៅក្នុងហ្នឹងមានតាម្នាក់តាហ្នឹងគឺតាហ៊ានដូចគ្នាតាហ្នឹងស្មាតទោសតាហ្នឹងគឺខ្លាំងមែននិយាយស្មោះត្រង់ខ្លាំងមែនបាញ់អឹមសីការអឹមសីបាញ់កដានទ្រូងអត់បែកតាហ្នឹងគេហៅឆ្អឹងដៃស្បែកហ្នឹងអីគេហៅតាហ្នឹងគេហៅតាផ្តិលតាហ្នឹងព្រោះគាត់អត់មានអាសនៈអីគ្រូស្មិលគាត់គ្រូស្មិលណាបងប្អូនគាត់គ្រូស្មិលគាត់មានអាសនៈគាត់មានផ្តិលគាត់เป็นអាបាតលោកបាតលោកតែមួយទេគាត់អត់មានអាសនៈអីញ៉ៃណាយតាហ្នឹងគ្រប់តែបាតលោកហ្នឹងហើយគាត់និយាយទៅថាមានតែអាផ្តិលហ្នឹងមួយហើយសំបីតែសัตว์ចិញ្ចឹមរបស់គាត់ណាអត់មានសូនចេញពីសម្រិតពីស្ពាន់ពីអីមកសូនពីដីឥដ្ឋសាមញ្ញហ្នឹងហើយតម្រៃមិនថាខ្ញែមិនថាគោបាមិនថាកបីណាគាត់សូនចេញពីដីឥដ្ឋទូប៉ុណ្្នឹងមេដែរគាត់ដាក់ក្នុងផ្តិលហ្នឹងហ្មងតែផ្តិលហ្នឹងណាដល់ពេលអញ្ចឹងទៅនៅក្នុងស្រុកភូមិហ្នឹងវាអញ្ចែកទំនាស់គឺវាមិនមែនថាធម្មតាមនុស្សយើងអ្នកភូមិមួយគ្នាយើងស្គាល់គ្នាយើងមិនមែនសុកសុយយើងទៅកើតជាសត្រូវនឹងគ្នាទេបាទជាមានតាណាដើមតហ្នឹងច្បាស់តែវាមានរឿងអីហើយតែកន្លែងហ្នឹងគឺបងអត់ច្បាស់ថាប៉ាគាត់មានតំណោះរឿងអីទេគ្រាន់តែគាត់ប៉ាប្រាប់ថារឿងតំណោះពាក់ព័ន្ធជាមួយនឹងសាច់ថ្លៃទេតែបងអត់បានស៊ីជម្រៅរឿងហ្នឹងណាអូនបាទអញ្ចឹងសូមអនុញ្ញាតនិយាយតដល់ពេលអញ្ចឹងទៅនៅក្នុងល្បាក់ឆ្នាំកាលហ្នឹងល្បាក់ឆ្នាំ99អត់ទាន់ចូលដល់2000ទេឆ្នាំ99បងនៅចាំច្បាស់បងដឹកដៃក្មួយបងដើរកាត់ផ្ទះគ្រូហ្នឹងផ្ទះគ្រូផ្តិលហ្នឹងណាក្រោយផ្ទះគ្រូផ្តិលហ្នឹងមានដើមកហកគី
ដើមកគីប្រប៉ុណ្ណានៅប្រក្រួយផ្ទះគាត់ហើយគាត់ដាក់ជំនាញប្រភូមិនៅតែនឹងជំនាញប្រភូមិគាត់វាយប៉ាំងអាស័យសុកពីដើមហ្នឹងវាយប៉ាំងអាស័យព្រោះបងចាំច្បាស់ហ่ะដើមកគីនោះធំប្រប៉ុណ្ណានេះវានៅប្រក្រួយអញ្ចឹងបងដើរកាត់នឹងខ្វៀលក្មេងខ្វៀលគោអូនដល់ពេលយើងដឹកគោមកគោវាផ្អើលមកដល់កន្លែងហ្នឹងយើងវាមិនដឹងទេថាដើមកគីហ្នឹងតាហ្នឹងចិញ្ចឹមស្អីខ្លះនឹងដើមកគីហ្នឹងយើងនៅក្មេងៗយើងមិនដឹងស្រាប់តែដើមកបីយើងគោយើងដឹកមកដល់ហ្នឹងវាផ្អើលតែសត្វអីស្អីអត់អីទេឲ្យតែកបីអង្គោដឹងផ្អើលហ្មងឲ្យតែមកដល់នឹងដឹងតែវាផ្អើលអញ្ចឹងវាឈូទៅបាត់អញ្ចឹងទៅពេលខ្លះទៅកបីគេផ្សេងក៏ដោយក៏ឈូចូលផ្ទះគាត់អញ្ចឹងទៅឃើញទេតែតាហ្នឹងឲ្យតែគាត់ឃើញកបីអីផ្អើលអញ្ចឹងគាត់ថាទៅឲ្យផត់ទៅតាហ្នឹងថាតែអានាងអាទឹកទៅផត់អញ្ចឹងគាត់ដេញតែផត់អញ្ចឹងណាបាទដល់ពេលវេនបងមិនមែនតែម្ដងទេដែលបងដើរកាត់ក្រួយផ្ទះគាត់ច្រើនដងហើយតែលើកហ្នឹងគាត់ចាប់សួរត្រង់តែចេះហែងហ្នឹងកូនណាគេអាទឹកអញ្ចឹងណាខ្ញុំក៏ប្រាប់ទៅថាបាទអ៊ំខ្ញុំកូនតាហំតាខ្ញុំតាហំមិនតាហំសុំទោសតាហំកូនចៅតាហំថាតាហំក្រួយដបោកហ្នឹងឯងថាហ្នឹងហើយទៅប្រាប់ឪឯងផងមកយកកបីហើយយើងនៅក្មេងៗយើងមិនដឹងថាយកកបីអីយើងអត់ដឹងយើងអត់ដឹងមែនយើងពិតជាអត់ដឹងមែនថាកបីអីបើកបីយើងក៏មានគោយើងក៏មានអាកបីយើងរស់មែនតែនយើងមិនដឹងថាគេចង់សម្ដៅថានិយាយអាកបីនឹងផ្លូវក្នុងណាហ្នឹងហើយយល់អត់ទៅដល់ផ្ទះប្រាប់ប៉ាទៅដល់ផ្ទះប្រាប់ប៉ាអ៊ំមួយនោះអ៊ំផ្ទះគាត់នឹងមានដើមកគីនៅពីក្រួយធំហ្នឹងគាត់ឲ្យប៉ាឯងទៅយកកបីប៉ាគាត់ដឹងគាត់ក៏ងាកសួរម៉ាក់គាត់ហៅម៉ាក់ខ្ញុំហ្នឹងគាត់ច្រើនហៅគាត់ម៉ាក់កូនីគាត់ហៅម៉ាក់ខ្ញុំតែម៉ាក់កូនីបើគេឲ្យទៅយកកបីឯងគិតម៉ាច់អញ្ចឹងណាម៉ាក់ក៏គាត់និយាយផ្លើយលេងម៉ាក់ផ្លោងលេងថាបើសម្រិតចាំយោបើសម្រិតចាំយោអូបងនិយាយឡើងនេះបើមានគ្រូគុំគាត់ស្ដាប់គាត់យល់នៃបងនិយាយបើសម្រិតចាំយោបើមិនមែនសម្រិតកុំយោរបស់ប្រើការបានចាំយោគាត់និយាយមួយម៉ាត់ទៅណាគាត់ថាបើយើងនិយាយមួយម៉ាត់អីខ្លីណាមនុស្សដែលឈាមត្រជាក់លាក់កំហឹងមនុស្សដែលមានលំនឹងមនុស្សគេខ្លាចយល់ពីហ្នឹងហ៎គ្រូដែលស្ងាត់រត់តែខ្លាចអញ្ចឹងបើយករបស់ហ្នឹងមកបើជាសម្រិតចាំយោបើមិនមែនសម្រិតកុំយោប៉ាបងក៏គាត់មាត់ដែរគាត់ចុះទៅលើផ្ទះទៅហ្មងយប់ហ្នឹងណាយប់ដែលប៉ាបងគាត់អត់ធ្វើអីនិយាយមកថាតកូលបបងតកូលអ្នកលេងអត់អាសនៈអត់មានអាសនៈអីផ្ទះបងបាទប៉ាគាត់ចុះទៅលើផ្ទះបងនិយាយស្មោះត្រង់ទៅបើថាបងប្អូនគិតមិនក៏បានដែរគ្រាន់តែថាខ្ញុំនិយាយពីប្រវត្តិគ្រួសារប៉ាចុះទៅលើកម្មចរាចូលដល់ក្រុមផ្ទះបាញ់នៅកន្លែងកម្មចរាហ្នឹងហ្មងផ្ទះបាញ់ណាផាំងតែអត់ចំប៉ាឯងធម្មតាផ្ទះបាញ់ទឹកផ្ទះបាញ់ខ្យល់ខ្មែរយើងនិយាយពីដើមថាមានផ្ទះបាញ់ទឹកផ្ទះបាញ់ខ្យល់ផ្ទះបាញ់ភ្លើងគេមិននោះផាំងខ្លោចដីណាប៉ាបងដូចយើងនិយាយថាគ្រូអាគមគេឲ្យប្រភ្នូឡើងមកលើផ្ទះវិញឡើងមកថាបងប្អូនឡើងមកដល់លើផ្ទះអញ្ចឹងចាប់ពីកន្លែងនេះទៅអ្នកនររៀងស្ដាប់រៀងឆ្ងាញ់បន្តិចប៉ាគាត់ឡើងទៅដល់លើណាផ្ទះពីដើមអូនប្រក់ស្បូវស្លឹកត្នោតផ្ទះពីដើមមិនដូចយើងសម័យលើសម័យក្នុងការជឿនលឿនទេណាប្រក់ស្បូវដេកចង់មងទាំងអស់គ្នាអានៀបផ្ទះអានៀបអាស័យណាអាស័យធម្មតាអានៀបអាស័យវាមានស្មើណាវាពីកពកហើយប្រកាត់ភ្លើងនៅក្រោមគោយប់ឡើងចងនៅក្រោលប្រកាត់ភ្លើងឲ្យគោស្រាប់តែយើងសម្រានទាំងម៉ាក់ទាំងប៉ាទាំងបងប្អូនទាំងយាយសម្រានទាំងអស់គ្នាកំពុងតែសម្រានសំលេងគោវាផ្អើលដូចយើងទៅវាយគោនោះឲ្យផ្អើលអញ្ចឹងណាយល់ទេដូចយើងទៅវាយគោឲ្យផ្អើលអញ្ចឹងតែយើងក្មេងយើងងើបអត់រួចទេយើងលឺតែសលេងតែយើងងើបអត់រួចអ្នកដែលងើបមានតែចាស់ទេតែគាត់ងើបទៅមើលតារបស់ខ្ញុំគាត់ចុះទៅមើលគាត់ចុះទៅមើលគាត់តែគាត់ចុះទៅដល់ក្រោមត្រឹមកម្មចរាតែគាត់អាចមើលឃើញទៅក្រោលព្រោះយើងបកាត់ភ្លើងត្រូវមើលទៅខ្វាច់តារត់ឡើងមកលើវិញប្រាប់ប៉ាកូនគាត់បកើហ្នឹងថាអានាងនឹងគោធំណាស់អើយធំមែនទេណានឹងស្អីអាធំបីផ្កាភ្លើងព្រាកអញ្ចឹងណាប៉ាគាត់ថាអីគេតាអីគេពុកហើយចុះទៅមើលទៅឃើញពុកក៏ចុះទៅគ្រាន់តែពុកចុះទៅមែនដូចតានិយាយអញ្ចឹងប៉ាគាត់ថាដូចតានិយាយអញ្ចឹងគ្រាន់តែគាត់ចុះទៅភ្លាមអូនក្បាលប្រពន្ធពីងក្បាលប្រពន្ធនោះក្បាលវាក្បាលស្រួចឡើងលើចេះក្បាលវាស្រួចហើយដាតធ្លាក់ដល់ដីដាតវាធ្លាក់ដល់ដីព្រាយពុករៀងស្រួចក្បាលស្រួចដាតធ្លាក់ដល់ដីប៉ិនពីងវាមកលេបគោវាស៊ីគោពួកហ្នឹងលេបទាំងមូលហ្មងហ្នឹងហើយវាលេបគោហ្មងប៉ាគាត់ថាធំណាស់នេះធំ
អានេះច្បាស់មានគ្រូកាន់ហើយបើត្រឹមខ្មោចព្រៃខ្មោចស្រុកវាមិនហ៊ានចូលទេអានេះច្បាស់មានអ្នកកាន់ហើយប៉ាគាត់ឡើងមកវិញប្រាប់តាថាពុកអានេះមានអ្នកកាន់ហើយតែអីទេនៅស្ងៀមសិនណាប៉ាគាត់ថានៅស្ងៀមប៉ាគាត់ប្រក់តបគាត់ប្រក់មរិញគង់វាស្ដាច់ប្រតបគេហៅសម្ដេចព្រះសេនាតបពុកគាត់ប្រក់ទៅលើពុទ្ធធាំងដាស់ធម្មមាំងដាស់សង្ឃាំងដាស់ទើបគ្រូប្រាក់នេះដាស់ស្ដេចមរិញគង់វាទាំង49អង្គទើបដាស់ស្ដេចស្អងដាស់ប្រទេសបើអញសូត្របល័យដាស់ផ្ទះផាំងឲ្យកើតរបស់ច្បាមអង្គពុកណាច្បាមអង្គច្បាមកាមយើងហ្នឹងគាត់សូត្រឲ្យគាត់វាសទៅមុខផ្ទះគាត់វាសទៅគាត់អាទូចឡើងអញ៉ៃមរិញគង់វាទូចហ្នឹងអាញ៉ៃហ្មងហេតុប៉ុណ្ណាមរិញគង់វាប៉ិនត្រឹមថាអស់ខ្ពស់វាណាថាអស់ទៅត្រឹមជង្គង់ទូចទេកូនង៉ែចេះដែរទូចទេពួកហ្នឹងរាវវាឈូទៅកន្លែងអាគោហ្នឹងណាដេញអាហ្នឹងចេញទៅដេញអាហ្នឹងចេញពីភូមិឲ្យបាត់ទៅអញ្ចឹងណាបានន័យថាកន្លែងហ្នឹងពុកគាត់ក៏មិនចង់លេងដែរគ្រាន់តែបដិញវាទៅបានហើយកុំឲ្យថាប៉ះភ្លាមនិយាយមកចែឲ្យវាទៅសិនទៅអញ្ចឹងពុកគាត់ប្រាប់តារឿងហ្នឹងណាតាថាអើយអញដឹងណាស់ស្រុកអញភូមិអញស្គាល់ណាស់ដូចខ្ញុំនិយាយមែនអញ្ចឹងប៉ោសរោងហ្នឹងគាត់ថាគាត់ដឹងណាស់នៅតែនឹងមានគ្រូប្រមាណតែគ្រូដែលចេះរឿងអញ្ចឹងណាតាក៏គាត់លើកឈ្មោះអ្នកនឹងយកមកនិយាយប្រមាណអ្នកដែលចេះខ្លាំងរឿងអញ្ចឹងណាដូចថា1 2 3អញ្ចឹងណាក៏មានគ្រូផ្តិលហ្នឹងនៅនឹងដែរដល់ពេលអញ្ចឹងប៉ាខ្ញុំហ្នឹងគាត់ក៏សួរថាតាផ្តិលហ្នឹងគាត់ណាគេក៏ប្រាប់ថាតាផ្តិលហ្នឹងក៏អតីតទាហានដែរតាហ្នឹងអាការកំភ្លើងបាញ់កណ្ដាលទ្រូងអត់បែកទេគាត់ណាដល់ពេលប៉ាក៏គាត់យល់គាត់ក៏ថាគេតាគេយើងទៅពុកអើយគេរោស៊ីអីបានឲ្យគេរោស៊ីហ្នឹងទៅណារឿងគេធម្មតាគ្រូអូនតែងតែមានការឈ្នានេះវាមិនអត់ទេណាដល់ពេលអញ្ចឹងពុកគាត់អត់និយាយអីទេពុកអត់និយាយទេព្រឹកឡើងធម្មតាព្រឹកឡើងមានស្អីមានតែបបរនំបញ្ចុកតែគេលក់តាមម៉ូតូទូហ្នឹងមានតែអាហ្នឹងទេពុកគាត់ឲ្យទៅទិញនំបញ្ចុកប្រើបងខ្ញុំមួយទៀតណាទៅទិញនំបញ្ចុកខ្ញុំនិយាយអស់ទៅបងដែនប្រើបងប្រុសខ្ញុំបងដែនឲ្យទៅទិញនំបញ្ចុកថាដែនទៅទិញនំបញ្ចុកមកឲ្យតាឲ្យអីហូបផងព្រឹកឡើងបើគាត់ហេវអញ្ចឹងណាទៅទិញនំបញ្ចុកទិញរួចយកនំបញ្ចុកហ្នឹងមកឲ្យយាយជាមួយនឹងតាគាត់ប្រសាយកមកដាក់ក្រុមដើមស្វាយចឹងមានក្រែបញ្យួរនឹងអាដាក់ស្វាយធៀងស្វាយដែលយើងកាត់អញ្ចឹងណាយើងដាក់បញ្យួរបានណាដាក់បញ្យួរហ្នឹងដាក់ទៅរហូតដល់ម៉ោង9បានតាជាមួយយាយគាត់បានប្រសាដល់ពេលអញ្ចឹងតាយាយគាត់ក៏យកនំបញ្ចុកហ្នឹងមកប្រសាគាត់ក៏សួរគេហ្នឹងទៅធម្មតាចៅនៅហ្នឹងហៅចៅមកណាចៅណាមកណាគេស៊ីនំបញ្ចុកឯងមកស៊ីមួយតាយើងទាំងអស់គ្នាចៅចេះឡើងទៅមួយនៅតូចនេះឡើងអង្គុយបត់ជើងតាក៏ចាក់នំបញ្ចុកមកអូនឯងដឹងនិយាយអីបងនិយាយបធូនីសូបចាក់យើងដាក់នំលបៅនំបញ្ចុកមកហូចយើងចាក់ទឹកនំបញ្ចុកបាទគ្រាន់តែចាក់ទឹកនំបញ្ចុកមកអូដេកគោអង្កាមប៉ុណ្ណឹងអាទូចដេកគោអង្កាមពេញនំទឹកនំបញ្ចុកហ្មងមើលឃើញស្រស់ហ្នឹងភ្នែកហ្នឹងហ្មងពុកគាត់អត់តាគាត់គ្រាន់តែឃើញអញ្ចឹងគាត់ផ្កាប់ចានយកហ្មងគាត់ផ្កាប់គាត់ប្រាប់ទៅចេះស៊ីតែនំបញ្ចុកវាមកឲ្យអញស៊ីផងនិយាយអញ្ចឹងថាតែនំបញ្ចុកវាមិនឲ្យអញស៊ីផងព្រោះអានេះវាចិត្តដេឆៃណាចិត្តកាយសាហាវអញ្ចឹងណាតែយើងក៏មិនដឹងថាគាត់សំដៅទៅលើរឿងផ្លូវល្ងិតឬក៏អត់យើងអត់ដឹងព្រោះយើងនៅតូចណាអូនយើងនៅតូចយើងអត់ដឹងទេស្រាប់តែយប់ឡើងគាត់ក៏ដេញកូនដេញចៅទាំងអស់ថាពួកឯងក្មេងៗទាំងអស់យប់ហ្នឹងកុំដេកក្រោមអត់ឲ្យដេកនៅក្រោមទេណានាំវាឡើងទៅដេកលើផ្ទះអស់ទៅចាំតាប្រកាត់ភ្លើងឲ្យចាស់គេសម្រាប់នៅក្រោមពួកគាត់សម្រាប់នៅក្រោមផ្ទះគាត់ប្រកាត់ភ្លើងពីក្រោមគ្រូភ្លើងពីក្រោមស្រាប់តែគ្រូភ្លើងអូបងភ្លេចកាត់បងភ្លេចនិយាយនៅមុខផ្ទះយាយទល់មុខផ្ទះយាយហ្នឹងមានដើមម្សៅគេហៅសៃព្រៃបាទនៅពីមុខផ្ទះខាងស្ងាត់ដើមម្សៅព្រៃផ្ទះយាយបើចើយើងទៅឈរមុខផ្ទះមើលមកឆ្វេងដៃទួលនៅហ្នឹងហើយឃើញទួលហ្នឹងច្បាស់ហ្មងទួលហ្នឹងម្លង5សេដល់ហើយទួលហ្នឹងអាទួលបងនិយាយមិញហ្នឹងណាតែទួលត្រាប់ឬក៏ទួលអស់លោកហ្នឹងណាមើលទៅឃើញហ៎ប៉ាបងគាត់អត់ស្មានទេព្រោះគាត់ដឹងថាតាគ្រូផ្ចាញ់គ្រូគេមិនឲ្យយើងសក់ទេបើមិនគេអញបើមិនអញគេហ្នឹងហើយមានមួយអត់មួយអញ្ចឹងពុកគាត់ដឹងគ្រាន់តែគាត់សឹងតែគាត់និយាយម៉ាត់ចេះបើហែងមិនប៉ះអញក៏អត់ប៉ះហែងទេបើអាចជៀសផ្លូវគ្នាបានជៀសទៅម្នាក់ជាហៀងទៅហែងក៏ចង់រស់អញក៏ចង់រស់ដែរស្មានថាអញចង់ងាប់ហើយចង់រស់អីអ្នកណាក៏ចង់រស់ដែរតែកុំឲ្យប៉ះគ្នាបានហើយពុកគាត់នឹងអង្គុយមុខភ្លុកច្បាំងជាមួយនឹងគោជាមួយនឹងម៉ាក់មួយយាយមួយគ្នានៅមុខផ្ទះនឹងទាំងអស់ស្រាប់តែធម្មតាយើងមនុស្សតែសាមញ្ញឥឡូវយើងអង្គុយ3នាក់ឧទាហរណ៍យើងអង្គុយ3នាក់អង្គុយពុកគាត់និយាយពុកណាហែងមកពីណាអាណាគេផើហែងមក
ពីអ្នកឯងស្ដាប់អត់បានមើលអត់ឃើញអញ្ចឹងគេថាពុកនិយាយមួយណាគេយល់ទេពុកនិយាយជាមួយណាគេពុកអញ្ចឹងដូចថារបៀបម៉ាក់ខ្ញុំគាត់សួរប៉ាថាឯងនិយាយជាមួយណាគេប៉ាគាត់អត់និយាយឲ្យចំឈ្មោះឲ្យគាត់មើលឲ្យចំទេប៉ាគាត់តម្លាក់ទឹកមុខចុះគាត់លួចមើលម៉ាក់អញ្ចឹងគាត់វាយចើមអញ្ចឹងវាយថាឲ្យទៅមើលទៅមុខទៅមើលទៅមុខទៅម៉ាក់គាត់មើលទៅមុខនៅតែមើលអត់ឃើញដល់ពេលមើលអត់ឃើញប៉ាគាត់អត់ទាន់មាត់ទេប៉ាគាត់ងើបចេញពីកន្លែងហ្នឹងប៉ាគាត់ប្រាប់ម៉ាក់ថាចេះច្រើនមកពីទួលគេមកពីទួលច្រើនប៉ាគាត់ចង់សម្ដៅថាខ្មោចទាំងអស់អាព្រាយទាំងអស់ពួកអាដាច់ក្បាលពួកអាតៃហោងពួកអាទ្រូងទ្រូងហ្នឹងវាមកពីណកវាមកពីទួលគេប្រើវាមកអញ្ចឹងណាម៉ាក់គាត់មើលអត់ឃើញម៉ាក់គាត់ស្ងាត់ទៅគាត់ដឹងថាប៉ាចេះនិយាយជាមួយខ្មោចនិយាយជាមួយព្រលឹងខ្មោចទាំងអស់ហ្នឹងអញ្ចឹងគាត់អត់មាត់ទេគាត់ក៏នៅស្ងៀមម៉ាក់គាត់ងើបដើរចេញដែរប៉ាចេញនៅតែយាយណាយាយគាត់មិនមែនមនុស្សដែលចៃឲ្យមនុស្សខ្លាចខ្មោចគាត់យាយគាត់ខ្លាចខ្មោចអញ្ចឹងម៉ាក់ក៏ងើបចេញប៉ាក៏ងើបចេញចុងក្រោយយាយគាត់នៅហ្នឹងយាយគាត់នៅរុញអាភ្លើងភ្លើងនោះវាឆេះអាកណាត់សគាត់ចេះរុញណាគាត់ថារុញទៅគាត់ចេះឃើញជើងពាក់កណ្ដាលកជើងដើរចូលក្នុងផ្ទះម្ដងមួយគាត់ថាដំបងគាត់អត់ចាប់អារម្មណ៍ទេរបៀបដូចថាយើងឃើញជាស្មោលយើងឃើញជាស្មោលវាមិនឃើញរូបពិតទេដល់ពេលគាត់ឃើញមកមួយអញ្ចឹងគាត់ចេះអើតមើលមកមួយទៀតគាត់អើតមើលដល់មើលយូរទៅដូចច្រើនមើលដូចច្រើនស្រេចត្រឹមពេលកន្លែងនេះអូនដែលយាយគាត់ចាប់ផ្ដើមគាត់ថាមានមែនពូយាយពីដើមគាត់ជឿតែគាត់អត់ដែរឃើញណាគាត់ស្រាប់ទៅដើរត្រឡប់ទៅក្រោយគាត់ភ្ញាក់ផ្អើលគាត់ខ្លាចតែគាត់របៀបតាំងសមាធិតាំងចិត្តណាគាត់ទៅប្រាប់ប៉ាចេះអាដៃអាអន្តិតណាអញមើលទៅយប់នេះដេកលើមួយចៅហើយអញ្ចឹងណាគាត់និយាយចាប់គាត់ក៏លេចមើលកម្មចរាគាត់ហៅប៉ាចុះមកអាអន្តិតតែចុះមកបន្តិចមកដានជើងអាណាគេច្រើនម៉េះមកកម្មចរាឡើងទៅដល់លើអូនឯងជឿអត់អញ្ចាំងផ្ទះឡើងអញ្ចឹងដានជើងឡើងលើអញ្ចាំងផ្ទះឲ្យសោះពេញហ្នឹងអញ្ចឹងឲ្យសោះពេញផ្ទះហ្មងដូចអញ្ចាំងយើងអញ្ចឹងវាឡើងពេញផ្ទះហ្នឹងហ្មងប៉ាគាត់គ្រាន់កលេចឃើញប៉ាក៏យកដៃទៅស្ទាបអញ្ចាំងកន្លែងដានជើងហ្នឹងគាត់ស្ទាបគាត់ថាដីដបោកដីហ្នឹងដីដបោកអាហ្នឹងជន់ដីដបោកមកហើយជន់ពីដីដបោកនោះមកហ្មងវាមកពុកក៏គាត់និយាយថាអញគុំតែកូនច្រើនអញគុំតែកូននៅនឹងច្រើនណាអញបើអត់មានកូននៅនឹងអញលេងហើយនៅនោះហ្មងទៅមែនពុកទៅមែនទៅលេងដល់ដបោកហ្នឹងហ្មងពុកក៏និយាយចេះអត់កើតទេអញបើទុកចេះកូនអញដេកបានអញ្ចឹងធម្មតាចិត្តជាឪពុកខ្លាចកូនដេកកើតណាអូនហើយគាត់ទៅចុះទៅលើផ្ទះគាត់ដើរសម្ដៅ5ស្រែហ្នឹងដើរទៅដបោកហ្នឹងហ្មងសម្ដៅទៅ5ស្រែប៉ាគាត់ថាទៅដល់ចិត្តដល់ដបោកអូនឯងដឹងចិត្តដល់ដបោកមិនអញ្ចឹងកែបប៉ុណ្ណាកែបខ្មោចវីឡូខ្មោចនឹងវីឡូវាលេងពុកវាធ្វើតើវាធ្វើកែបប៉ុណ្ណាវាលោតផ្លោតប៉ាចេះតាមមើលថាកែបអញនៅមួយជីវិតអញនៅស្រែវាមិនដែលកែបណាធំប៉ុណ្ណឹងអញដឹងតែហែងអញ្ចឹងណាវាលោតផ្លោតវាលោតឡើងទៅដល់លើដបោកហ្នឹងហ្មងវាទៅដល់ដបោកហ្នឹងហើយគ្រាន់តែដល់លើដបោកហ្នឹងភ្លាមមកអូនឯងដឹងមិនចឹងអូនឯងដែរឃើញពេតប៉ោងហ៎អាពេតប៉ោងហោះហ៎ឃើញបាឡូនណាបាឡូនទេហោះដែរឡើងហោះលើដបោកហ្នឹងហោះឡើងចងាងឡើងលើចេះដៃទេចេះដៃវាជើងដូចវាហែលលើទឹកចឹងកែបណាកែបវាហាងកែចឹងណាវាឡើងចឹងវាមិនដែរដូចមិនដែរលើទឹកចឹងបើមិនដែរយូរដោះសក់វែងទៅសក់វែងទៅវែងទៅបានណវាឡើងដល់ចុងដើមភេងខ្យល់ឡើងទៅដល់លើនឹងដល់ចុងនឹងហ្មងបានវាទម្លាក់ក្បាលចុះមកវិញវាត្រឡប់ខ្លួនវាទម្លាក់ក្បាលចុះវាលោបើហុកហៀងទៅស្តៀងអាងកែបកូនក្មេងលេងអាពេជ្រប៉ោងនៅមាត់ទន្លេហ្នឹងហើយតែគ្រាន់តែវាយូរទៅវាដូចតែយើងនិយាយថាកាឡាខ្លួនដល់ជាមនុស្សហ្នឹងឡើងទៅដល់ចុងដើមអាកាសយ៉ាហ្នឹងវាទម្លាក់ក្បាលចុះមកវិញដល់ពេលវាទម្លាក់ដូចថាវាផោយខ្លួនមកវិញអញ្ចឹងបានឃើញមុខវាច្បាស់អូនណាយភ្នែកប៉ិនកូនចានភ្នែកវាក៏ប៉ិនកូនចានក្បាលទៅពេកទៅក្រួយអស់លេងសក់មានទាំងក្រួយហ្នឹងសក់មានទាំងក្រួយទៅក្បាលកន្លែងក្បាលទៅពេកទាំងអស់ហ្មងហើយអត់មានពាក់កៅអៅទេស្មាតោស្រាប់ទាំងអស់ធ្លាក់យាមកអញ្ចឹងទៅកញ្ចក់ដៃវែងណានឹងព្រាយក៏ខ្មោចបងបើយើងនិយាយថាដូចខ្មោចតៃហោងក៏បានព្រាយក៏បានដែរវាចាំលើដបោកហ្នឹងវាលេងតែអាហ្នឹងមិនមែនរបស់អ្នកតារបស់អ្នកណាដែលគេលេងមកណាបើយើងនិយាយមកថាខ្មោចលើដបោកហ្នឹងវាលេងវាលងមិនមែនបោះគេវាបោះផ្សេងទេតែគ្រាន់តែថារបស់លើដបោកហ្នឹងហ្មងវាធ្វើលោឲ្យគេខ្លាចទៅពេលហ្នឹងមិនមានអ្នករត់ផងជ្រូសក់ងាប់ចាស់ពីដើមលោកថាខ្មោចលងរត់ជ្រូសក់ឈឺងាប់វាលោអញ្ចឹងវាធ្លាក់ក្បាលអញ្ចឹងមកអាចថតប៉ះមនុស្សអ្នកគេអត់ខ្លាចទេ
ba còn rửa đùm thòm đá đầy xế này nhưng mà cái đúng lúc đây mà đùm nó sâu thấy cục đó nè thòm một bằng chật bằng tôm ngất bằng rùp phong phong vì san tệ carana san tệ bằng việt san tệ sâu thấy cục măng tới trong việc chai tại vì miền chai đôi không hướng bay của chai ấy nè tới cục tới đôi dương cục trong say ấy mùi chẳng á lúc tới mình chỉ hiên tiết chẳng á đôi cục sợ đôi cục cho chẳng tại vì ở sạch bắt tử bắt ở tới nè bắt ở tới pa lao từ trồi lừa từ bộ pa có đo phím quát cái chỗ trứng nó có trầm có thể chạy nè bà kê prao máu cái ao bài xí chầm màu bà kê mình ao bài xí bà kê prao hay thừa vạt bà kê còn màu anh còn tập prap tên á bộ niềng ai nơi lừa từ bốc bộ niềng ai anh nơi té con trai anh nơi ở đăng nơi tới ở đăng từ bốc quanh dễ chấn còn đôi thắt cùng riếm bộ anh cho lần mấy nhà hành máu này kể sắp tam kê máu nè anh chọn khai chạy đài chấn á bộ còn trong cùng riếm chấn á bốc vậy chọc nơi lửa đôi thay dương cho cha chọc cái lửa từ bố là lửa từ bố nung quýt bốc có trâu máu có thà đào trên mắt phật mà sải lư lên chạy dầm lên chạy dầm bị khối khăn on à tin mông á lư từ bố á lư từ bố pi từ bố mau bên là từ bố từ đại từ bố từ đại mong té pe để pa có đa một vinh năng ngày phật ta mà sải lư lên chạy dầm nung lên mong lư bị khối khăn on năng ngày pa cái lệ mờ cái lệ tới khơi mền khơi nhận lên chạy dầm mền miên tầng pro miên tầng sải miên tầng cu một cu mất miên tầng à mà tập bốc nó sẽ tập chạy dầm lên tại ọt trường tầng à ọt miên trường tầng à thòm đa thì hot bị đây tầng à mong đôi cho họ lừa ca chăng phao chăng á bốc có chạy bùa na với bùa na anh tẹt đây ao sao tô ao có tẹt đây khơi là ôi bùa na lên sẽ đáp tới lên anh tới tẹt hai bốc á người thành tới tẹt hai tới lên to tới bốc có quạt đa mà đo tẹt ha sắp ta qua mà đo bẹ cả đa phơi ôi nè nơi bao giờ ông thò cô là nhom giấy nó squall sọc nó cho ba nhom hiên giấy á bên hướng của họ là ta óc ní thế này giấy bên tên nè bốc quạt đa mau can nó phơi cái lò lấy cái chặt bê tông chặt nó xuống giờ đắng á nèแต่สกไปดามครูกับหอมสกนั่งครูกับหอมล้างมาดอล้างยังล้างปีเสมาล้างดอกขนอแล้วนะล้างมาดอกขนอดอเตะแต่นอดนั่งตุลมุกเตะแต่นอดนั่งล้างปีเสมาดอเตะแต่นอดล้างมาดอทำเตะแต่นอดป้ากดใบกดทัดดาวสมได้มาเตะเป้แต่กดดาวสมได้มาเตะฮะโอนกดดาวบานใบเยกฟ้าประมวยเปิลจะเห็นปุ๊กกดดาวบ่เมากดดาวเมาปีโคยมองโอนanh đừng ấy cái mau bị khôi mày đâu cờ bấy tụi cô này cao thông chiêng lan chip tiệt thông chiêng retter tiệt ô trong pan tầm hơi á ôi thông nè bộc tham máu mà cầm hưng vía cạo rạ thầy chi bà hai cả là than prachol liên than đa cờ bấy cờ bọt thom mèng thom mô cung côn thì tạ hưng hào ra cờ bấy bộc tầm ra nè bộc tham máu bộc ở đằng khuôn bộc lao mà đo lược knol phim bộc pin cổ vô mong bốc á đôi dương vậy thà cô bị vọt mà snai cái bấy bị vọt mà snai dương bị uol pru đuôi tới á quan tập pru đuôi tới nó vì nó show bị cài để vậy vì phai hiệp tham á vì hiệp tham bốc bằng ngọt mong bốc ở trong cái đàn trung người ngọt mong tay bốc quạt mưa tới khơi nhá còn thà thông men tên thông chương tụm ray thiệt thông men tên á snai bảo viết cao bọtให้tranh mà mục vậy mà bọt caoให้bốc mà mục mình vậy mà nách mà mục chẳng ấy đồ chai phải mục làm suốt slen vậy khuôn bỏ vía có hòm bị lửa đó cầu không khuôn bỏ vía bất thạ miên tua so đôi hướng để dương lên bất thạ việc mẹ so no mo pot thôi rồi mẹ so pan chả cả một sau một côn om một côn tại khuôn vía này vô phía thay là ngước phương mà chẳng lùng ngước mong tai miên mà đưa mình nẹm quay bị lửa đưa mình nẹm á trong hồng bị lửa dục đây pi cả trầm bị lửa chạy đôi vía nó chỉ lửa nó bị đạp chi mong mà chắc cái bầy đôi mà chắc cái bầy chẳng đào pe trái vi ăn giấy pizza mà được đôi viên giấy pizza phơi tha đôi còn phơi không bao vía vì chập vô đấy chập lửa này nó viên giấy vừa hư á là biết có bọt thom men thom mô rồi cung côn thì ta hưng hào mà hực phân nó vì màu bị bốc chút mong bị bốc thơ mất đi tha bốc ở trong cái đàn trung này năng bốc măng lại sao ngọt măng anh mà phăng từ mong vì rồi bốc đăng thả này bốc bà hải bốc trong cái đàn thúng cho bác cho anh ngọt cứ ngọt bốc đăng thà anh ấy bốc ánh bốc yên trong hiền đi tha có đua tới sùng ngó có khơi nhá có tha anh ấy bốc hồn thúng này bốc có yên mà trong hiền trẻ quật khoản tập yên mà trong hiền chẳng tới bốc cái thằng nam mình đưa slon sốt ấy toàn tránh đấy ôn thằng kê thằng dương mình nói kê thằng sâu thon nó côn bột thò xong cái toàn tê
ពុកគាត់សោតអីអត់តាន់ទេគាត់បានត្រឹមមកផ្កាយមកប្រែខ្លួនមកប្រែព្រោះវាកត្រំជើងយកហ្មងកត្រំស្មាតោពុកបងស្មាតោពុកបងស្លាប់ហើយបងមិនមែនថាចង់លើករឿងពុកយកមកនិយាយទេតែបងមានរូបពុកបងគាត់បានគុណបុណ្យស័ក្តិគុណមេត្តាបិតាប្ររតនត្រ័យអូនបាតដៃបាតជើងអ្នកមានគុណពុកពេលដែលគាត់ប្រែខ្លួនមកទំហឹងខាងក្រោយខ្នងគាត់នេះគាត់សាក់បាតជើងឪពុកម្ដាយគាត់ហើយអាឋានកងចាក់លីលាក់កងជុំបតស្វាលំបាក់ដៅកំពង់ស្វាយហើយអាឋានកពាត់គាត់នឹងស្មានេះពុកគាត់ប្រែគាត់ថាវាមកក៏ត្រំពីលើចេះបើអញមិនបានបុកក៏អញក៏ត្រំហែងឲ្យអញក្រំក្នុងដែរគាត់តែវាដាក់មកភឹមអញ្ចឹងណាទៀតនោះធ្លាទៅដល់ជាងផ្ទះតាមតានុចហ្នឹងមកផាំងគាត់វាហក់មកក៏ត្រំហ្នឹងទៀតបកទៅក្រោយវិញពុកថាពុកឃើញធម្មតាយើងអាចមើលក្រោយឃើញទៅតែពុកថាកូនហើយឪមានអារម្មណ៍ថាខ្នងឪខាងក្រោយដូចពាក់អាវក្រោះកូនដូចពាក់អាវក្រោះអញ្ចឹងដល់ពេលអញ្ចឹងពុកគាត់ប្រាប់ថាអញបើមិនបានបាតជើងយាយតាហែងទេវាបុកអញងាប់មែនណាអាហ្នឹងកន្លែងនោះដូចយើងសពបញ្ជាក់ថាគ្មានមន្តអាគមណាគ្មានអំណាចមួយណាដែលវាអាចឈ្នះគុណមេត្តាបិតាប្ររតនត្រ័យទេអូនអត់មានអីខ្លាំងជាងគុណមេត្តាបិតាទេពុកគាត់ថាអញបានបាតជើងហ្នឹងជួយអញដល់ពេលអញ្ចឹងពុកក៏គាត់ដឹងថាកបីនេះវាមិនមែនជាកបីអាគមកបីកបីព្រាយកបីខ្មៅទេកបីនេះច្បាស់ជាកបីអាគមហើយអញ្ចឹងវានៅក្នុងតកោស្នែងកោងតកោពួកតកោស្នែងកោងពុកគាត់ដឹងតែពុកគាត់អត់មានអីទប់មួយគេប៉ាក៏អត់មានអីទប់សោះហ្មងគេគ្រូអាគមគេមានរបស់លេងតែពុកគាត់អត់មានដល់ពេលពុកអត់មានទៅដល់ផ្ទះពុកក៏សួរលោកតាសួរតាហមថាពុកមិញអានឹងមិញស្នែងកោងឲ្យដុសចាយពីកដាលទៀតធំណាស់ពុកឲ្យវាបុកពីក្រោយតាហមគាត់អ្នកលេងជើងចាស់បាទគាត់ក៏សួរពុកថាចុះហើយមានអីអត់នៅក្នុងខ្លួនឬក៏ឲ្យមានវត្ថុធម្មតាដូចថាគាត់ចង់សួរថាហើយមានចាយកាចហើយមានខ្នាយតាន់ហើយមានអីពាក់អត់អញ្ចឹងណាពុកគាត់ចង់គាត់ចង់សួរអញ្ចឹងពុកគាត់ថាអត់មានទេតាំងពីខ្ញុំចូលសាសតាំងព្រោះអីប៉ាគាត់ខ្មែរគាត់ចូលបានម៉ាក់បងគាត់ចូលសាសខាងបងបាទអញ្ចឹងគាត់មានរបស់អីលេងទេគាត់អត់ត្រូវប្រើតែគាត់មានសាក់អញ្ចឹងណាតាក៏គាត់និយាយថាបើអត់មានទេចេះបើអត់មានគាត់សួរកបីខ្លាចអីគាត់សួរអញ្ចឹងណាដូចយើងសួរថាឥឡូវអូនឯងខ្លាចអីយើងនិយាយមកថារោចំណុចខ្សោយអាហ្នឹងចំណុចខ្សោយអញសួរឯងមួយកបីវាខ្លាចអីអញ្ចឹងណាពុកនោះស្នឹងផងស្អីផងរកអត់ឃើញទេថាអត់ដឹងអីទេពុកមិនដឹងអាហ្នឹងខ្លាចស្អីទេកបីហើយប៉ះចង់កបីអាឋានផងដឹងខ្លាចអីពុកក៏គាត់ប្រាប់ថាអានាងកបីវាខ្លាចជាងគេរបស់ដែលវាឃើញហើយកើតសត្រូវរបស់វាអាហ្នឹងហើយរបស់ដែលវាខ្លាចមេនៃអាឋានកខកខងចោចជញគាត់ចង់ប្រាប់ថាចេះកបីឃើញដើមចេកវិវ័នកមិនទៅឃើញដើមចេកវិវ័នកវិញកបីឃើញដើមចេកឡើងកឥឡូវហ្នឹងដោយសារតែវាចង់បុកឲ្យខ្ទេចហ្នឹងមែនហ្នឹងហើយវាឡើងកដូចកបីដូចថ្មីចុះព្រេងអញ្ចឹងកន្លែងហ្នឹងអ្នកខ្លះអត់យល់កបីវាឡើងកឃើញដើមចេកមិនបានទេចង់តែបុកអញ្ចឹងទៅហ្នឹងហើយហើយយកដើមចេកហ្នឹងកាត់ដើមចេកយកមកកាត់ដើមចេករួចយកធៀងចេកយកស្អីទៅមកតួចេកហ្នឹងហែងធ្វើឲ្យចេញរូបកបីមួយមកឧបដឹកដើមចេកឲ្យកើតកបីអាឋានដូចគ្នាឲ្យវាលេងពុកគាត់និយាយចឹងហ្មងហែងបាច់ទៅប្រើអីទេមេបល័យគាថាគេថាណូមោពុទ្ធោអីកូនណាមេបល័យគាថាគឺអក្សរអក្សរដាស់ព្រលឹងវិញ្ញាណរបស់ខ្មែរកខកកងជាមេអក្សរជាមេនៃភ្ជញ្ជនៈជាមេនៃបល័យទាំងអស់កើតចេញជាភ្ជញ្ជនៈ33តួស្រៈ23តួហើយស្រឡាញ់តួអង្គមួយណាក្នុងតួអក្សរឧបដឹកវាចេញឧបដឹកមកពេលថាឧបដឹកដាស់វាឲ្យចេញអំណាចដូចឯងនិយាយថារបស់វាអត់មានតម្លៃទេរបស់ហ្នឹងតែឯងរកវិធីសាស្ត្រណាធ្វើឲ្យវាលក់ចាញ់ធ្វើឲ្យវាមានតម្លៃធ្វើឲ្យវាមានតម្លៃមកចង់និយាយចឹងណាអញ្ចឹងខ្លួនឯងរើសយកមកនៅក្នុងចំណោមរបស់ទាំងអស់ហ្នឹងរើសអក្សរមួយណាក៏បានតែដើមចេកយកមកពុកគាត់លេងមែនពុកគាត់យកដើមចេកមែនយកដើមចេកមកគាត់រៀបឲ្យចេញធ្វើមិនឲ្យចេញរូបកបីនៅចង់បញ្ចប់គាត់ទៅសេយន់នៅលើដីទៅសេយន់នៅលើដីហើយដាក់តម្រៃនៅដាក់កបីនៅកដាលដាក់កបីហ្នឹងនៅកដាលណាកបីដើមចេកហ្នឹងនៅកដាលគូសយន់ទ្វាឯកទ្វា8យន់មហាកម្លាំងយន់មហាទិមហាអ៊ុតសរសេរសកត់ពីលើហ្នឹងទៀតដូចថាសេលើដីយកតម្រៃយកកបីទៅសកត់ពីលើរួចប្រក់ពីលើហ្នឹងមហាប្រក់តបខ្មែរយើងបកកាយខ្លះប្រក់តបគ្រូពីដើមមកបងប្អូនខ្ញុំអត់និយាយគ្រូឥឡូវណានិយាយគ្រូពីដើមបកកាយប្រក់តបមហាថ្មិតតបពពុះទឹកតបធរណីតបព្រៃតបខ្មោចដោយអុកញ៉ាឃ្លាំងមឿងអញ្ចឹងកោងតងតបខ្មោចអញ្ចឹងណា
គេប្រក់ទាប់ប្រក់ជាមួយនឹងអីប្រក់ជាមួយនឹងកាមប្រក់ជាមួយកយើងខ្សែមុនឲ្យប្រក់ឲ្យកើតទាប់រួចបានពហឹកគោលេងដូចបោសោតមិញហ្នឹងកវរៈថៃជីវហាកាលាឋានព្រះជលលៀនអាឋានប្រក់កបីឲ្យងើបណាបល័យហ្នឹងបល័យដែលអូស្មាតោមិនមានលោកគ្រូអ្នកគ្រូអីផ្សេងសុំតោណាបងខ្ញុំសុំកាន់តិចអញ្ចឹងមានន័យថាប្រក់ទាប់ហ្នឹងគ្រាប់អង្គហ្នឹងប្រក់ចេញជាទាប់ហ្នឹងហើយអញ្ចឹងមកគ្រាប់ចេញជាមួយទាប់មួយអាហ្នឹងអញ្ចឹងចាស់ពីដើមច្បូតស្លឹកបាចកើតទាប់ក៏មានដែរច្បាមកកើតទាប់ក៏មានដែរបក់ធូកមកបាច់ផ្ទះចេញផ្សែងក៏កើតទាប់ដែរឲ្យតែគ្រូនឹងគេច្បាស់គេចំណេះជំនាញគេពិតគេប្រក់ចេញបានដូចគ្នាអញ្ចឹងពុកគាត់ប្រក់ទៅលើកបីដើមចេកប្រក់ទាប់អង្គចេញឲ្យប្រក់ដើមចេកសូត្រដល់បល័យបងសូត្រមិញហ្នឹងណាកវរៈថៃជីវហាហ្នឹងគឺសូត្រដាស់ព្រលឹងហ្នឹងឧបដិករបស់ហ្នឹងឲ្យកើតជាកបីសិនរួចបានសូត្រថាក្រពតធម្មមាំងធម្មោប្រគុំគោនិតហឹងហាក់ហឹងហោហឹងកសពឹងកន្លែងហ្នឹងឯងដែលគោវាចាប់ផ្ដើមផាយវាចាប់ផ្ដើមអំណាចវាចេញរឹតអំណាចណាពេលដែលវាប្រក់ចេញពុកគ្រាន់តែសូត្ររួចពុកផ្ទះមកទំហឹងផ្ទះទៅលើដីបធូនីនាងគង់ហេងទៅសាក់សីជាកសិនសាក់សីអញសម្ដេចជាបកូបរោះអរតនីយាងសម្ដេចប្រទាប់ឲ្យយាងជួយប្រក់តបអញឲ្យចេញម៉ាំងគ្រាន់តែម៉ាំងទៅយើងមនុស្សធម្មតាបើយើងនិយាយថាយើងមើលវាមិនឃើញស្ដាប់វាមិនលឺវាអត់ចម្លែកទេអូនត្រូវហ៎វាអត់ចម្លែកតែអ្នកដែលគេដឹងតិចទៀតអូនឯងយល់ថាហេតុអីបានជាគេដឹងថាមានតបនឹងចាញ់គឺដោយសារតែចេះពេលដែលពុកផ្ទះផាំងស្ងាត់ជ្រាបវាអត់មានអីកើតឡើងវាអត់មានអីកើតឡើងសម្រាប់មនុស្សធម្មតាដែលមើលតែវាអត់កើតឡើងតែសម្រាប់អ្នកដែលគេចេះនៅជុំវិញផ្ទះតានឹងមានអ្នកចេះហ្នឹងហើយគេចាស់ពីដើមណាគេមើលឃើញដល់ពេលគេមើលឃើញគេមិនហ៊ានសួរទេតោះស្អែកឡើងគេហ៊ានសួរពុកប្រក់តបចេញទៅគ្រាន់តែប្រក់តបចេញទៅស្មាតទោសបាក់អនុផ្ទះឪខាងក្រោយផ្ទះតានៅខាងក្រោយអនុកន្លែងដាក់ជ្រុកច្បើងបាក់សុតបៀងមកចឹងហ្មងតាអត់មាត់អីច្រើនតាខ្ញុំណាក៏អត់មាត់ទេតាគាត់នៅស្ងៀមគាត់គ្រាន់តែប្រាប់ថាអានទឹកលេងកុំលេងទៅទឹងកើតកុំលេងទឹងកើតណាទឹងកើតហ្នឹងទឹះហើយនាំទៅទ្វាខ្មោចបើលេងទឹះលាច់ទឹះខ្មោចលេងឲ្យចំទឹះកដាលមកលេងចំទឹះជើងទៅជើងឲ្យកូននោះវាទៅជើងវាបោលមកចំហៀងវិញចាំវាពត់បុកផ្ទះគ្រូហ្នឹងយល់ទេអូនអូមានដូចយុទ្ធសាស្ត្រកងទ័ពដែរហ្នឹងក្បួនពិជ័យសង្គ្រាមសនុតពិជ័យសង្គ្រាមហៅពិជ័យសង្គ្រាមថ្មាត់ពិជ័យសង្គ្រាមឲ្យតែប្រក់ទ័ពសិតតែមានក្បួនខ្នាតទាំងអស់មិនអត់ទេអញ្ចឹងគេឲ្យទៅវៀងអញ្ចឹងណាវៀងអញ្ចឹងចាំវាមកធម្មតាសត្រូវវាមើលទល់មុខគ្នាហ្នឹងហើយអញ្ចឹងបើវាយពីក្រោយខ្នងពាត់ចេះចាំចាក់វាបុកពីក្រោយខ្នងមកវិញលេអត់មានល្បិចយោអាគុំក៏មានល្បិចដែរហើយអធិស្ឋានបងពេលដូចថាបជាប្រក់អញ្ចឹងទៅប៉ាបងគាត់បជាតាមការគិតឬក៏អុជធូបឬក៏សង្ងំពីលក្ខណៈសមាធិបើនិយាយទៅចែកពុកខ្ញុំធ្លាប់ឃើញតែកាលគាត់ប្រក់នឹងបងអត់នៅណាបងនិយាយថាគាត់ធ្លាប់ឃើញបងធ្លាប់ឃើញពុកនៅពេលដែលគាត់ចង់ប្រក់អីមួយគាត់អត់ដែរសូបល័យលឺទេអត់ដែរសូបល័យលឺណាគាត់អង្គុយដូចណានិយាយមិនអញ្ចឹងថាសមាធិតែដូចថាគាត់លេងកឧទាហរណ៍ណាគាត់យកដៃច្បាមកអញ្ចឹងមួយគាត់ធ្វើធម្មតាអ្នកណានិយាយជាមួយគាត់និយាយជាមួយអ្នកណាហៅគាត់ឆ្លើយតែអត់ដឹងថាគាត់សូត្រអីខ្លះទេគាត់និយាយលេងគាត់ធ្វើមិនដឹងធ្វើមិនលឺធ្វើអញ្ចឹងនិយាយមួយទាំងអស់គ្នាអីចឹងរួចគាត់បាញ់តទៅមុខខ្វាច់យើងក៏មិនដឹងថាគាត់បាច់ទៅអីដែរគាត់ពងប្រក់តបឯណាអ្នកអាគមគេលេងមិនឲ្យយើងចាប់អារម្មណ៍គេទេគេមិនឲ្យយើងចាប់អារម្មណ៍ទេធ្វើធម្មតាបំផុតដូចមានអីកើតឡើងអញ្ចឹងតែគេប្រក់ឲ្យបាត់ទៅអាហ្នឹងគេប្រក់របៀបអញ្ចឹងងាកមកសាច់យើងនៅពេលដែលពុកគាត់ប្រក់បាក់អនុផ្ទះក្រួយតាគាត់ដឹងថាអាហ្នឹងកបីដែលហែងហ្នឹងវាមកពីក្រោយតែប្រក់ហ្នឹងវាមិនមែនចេញពីកន្លែងហ្នឹងទៅទេកបីវាចេញពីព្រៃកបីដែលឲ្យប្រក់គឺចេញពីព្រៃតកូលស្នែងកោងដូចគ្នាត្រង់ទាស់ថាហែងមានចែនៅលើក្បាលហែងស្នែងហែង3អញតែ2ទេស្នែងមួយគូទេហែង3តែអត់អីទេហេតុអីបានតាគាត់ឲ្យយកដើមចេកហ្នឹងណាមកប្រក់ឲ្យចេញកបីហ្នឹងដើម្បីឧបដិកប្រធាននៅក្នុងក្បួនតម្រាពិជ័យសង្គ្រាមពុកគាត់ឆ្លាតតាគាត់ឆ្លាតត្រង់ថាអញ្ចេះរបស់គេវិសុទ្ធរបស់អញឧបដិកពាក្យថាឧបដិកអញឧបកិច្ចហ្នឹងហើយរបស់អញឧបកិច្ចអញ្ចឹងបើសិនជាកបីហែងចង់វត្តបុកកបីអញហែងបុកដើមចេកដែរមានបុកអីម្ចាស់អញយល់ថាកន្លែងហ្នឹងចង់និយាយតែបើបងជាអ្នកដែលប្រក់កបីហ្នឹងណាពេលដែលកបីឬដែលឮពាក្យថាឡងហ៎បាទអញ្ចឹងបើសិនជាកបីនឹងវាឡងមកវិញច្បាស់ជាហែងមកសម្ដៅឬកបីអញហើយបុកកបីអញចាច់បុកដើមជេកទេហើយមិនបុកអញទេអញរួចខ្លួនហើយឧបដិកណា
ពុកគាត់ចាប់ផ្ដើមឧបដិកចេញទៅដូចបងនិយាយមិនចឹងបាក់អនុផ្ទះក្តាំងតាគាត់និយាយថាកបីវាប្រក់ចេញពីព្រៃមកហើយជៀសផ្លូវទាំងអស់ឲ្យទៅទិសខាងជើងគ្រូណាក៏ដោយដែលនៅទិសខាងជើងសុំកម្មាទោសទុកមុនទោះអ្នកឯងមិនមែនសត្រូវក៏ត្រូវដែរតែកបីនឹងវាកន្លងដែលឮគេនិយាយថាគោបាសនាទេតែវាកន្លងណាកុំថាតែវាបុកសំបីតែវាកន្លងក៏អ្នកឯងឈឺដែរសំបីតែឲ្យឮកណ្ដឹងវាក្រឹកក្រឹកវាដើរពងត្រឹកហ្នឹងកំពុងតែត្រឹកឮសលេងវាហ្នឹងក៏អ្នកឯងឈឺក្បាលចង់បែកដែរអញ្ចឹងកបីនឹងវាទៅណាទៅវាមិនមែនដើរដូចយើងណាកបីអាគុំបើយើងនិយាយថាវាដើរលើដីបើយើងសម័យមកក៏ធ្វើតែវាដើរលើដីដែរតែកបីទាំងអស់វាអត់ដើរលើដីទេគេហៅគោបាសនាទេប្រស្នឹកស្នៃស្នាទេបកោបាសនាលៀនព្រះលៀនសនាជ័យគឺអត់ដើរស្មើដីទេបធូននេះដើរលើដបោផ្ទះប្រក់លើដបោផ្ទះវាដើរលើដបោផ្ទះណាទឹកលើដបោផ្ទះណាវាលោតផ្លោតចឹងទៅវាដើរដូចជាយើងតែវាផុតពីដីវាអត់ស្រូបធូននេះទេពួកហ្នឹងណាអត់តែអត់ប៉ះធូននេះវាអត់ប៉ះធូននេះទេពួកវាត្រឹកទៅប៉ះផ្ទះណាផ្ទះហ្នឹងឈឺប៉ះចំផ្ទះហ្នឹងអ្នកពោះធំបងកូនហ្នឹងកាន់មកវាកលាភ្លើងហ្មងអូអញ្ចឹងមិនថាគ្រូពីដើមគេអត់ចង់ងាយលេងរបស់ចឹងទេវាសកាយសាហាវពេកថាវាប៉ះពាល់គេច្រើនអញ្ចឹងមិនគេអត់ចង់លេងទេគ្រូពីដើមមិនមែនដូចយើងគ្រូឥឡូវអួតគេក្អាងណាអូនដល់តែពេលទៅណាមកកវឹងអញ្ចឹងមកកវឹងណាទៅមកកវឹងហ្នឹងមកដល់ទីដូចថាយើងថាដល់ទីប្រកួតហើយដល់កន្លែងដែលត្រូវលេងណាពុកគាត់បក់ប្រហាតាន់បក់មហាតាន់បោយតាន់បក់ឲ្យហើយតាន់បោយប្រតក់តបអញឲ្យចេញបក់កសែងពៀននេះដែលយើងនិយាយថាកសែងនាងបក់កសែងនាងបោយកសែងនាងគ្រប់លក្ខណាបក់តបកសែងក្រហមយើងដឹងស្រាប់ហើយគោបាប្រក់លើកសែងក្រហមយន់ក្រហមមិនគោក៏ដោយកបីក៏ដោយឃើញកសែងក្រហមអត់បានទេដូចច្រាបឈាមអញ្ចឹងប្រក់កសែងបក់ឡើងគ្រាន់តែបក់ឡើងភ្លាមណាអូនឯងបើយើងនិយាយថាចេះយើងអ្នកដែលមើលមិនឃើញស្ដាប់មិនឮយើងវាអត់ដឹងយើងគិតថាវាធម្មតាវាអត់មានអីបានត្រឹមតែឆ្កែលូឯងយើងដឹងថាអូឆ្កែឃើញខ្មោចត្រូវហ្នឹងហើយឆ្កែវាលូឡើងទៅហឹងអញ្ចឹងតែយើងគិតថាខ្មោចលងហើយទាំងគេទាំងយើងបើយើងមើលមិនឃើញផងប៉ះគេអ្នកមើលគុំគេមើលដឹងណាយាយតាដែលនៅគៀនផ្ទះប្រមាណហ្នឹងដែលមើលឃើញតែគាត់ដឹងគាត់ឮគាត់ស្ដាប់បានហ្នឹងបិទទ្វារអស់លីងគាត់ដឹងថាគោកបីតែវាជុលគ្នាហើយឯងដូចនិយាយថាម៉ាត់តម្រៃវាជុលគ្នាវាងាប់ស្មោចហ្នឹងហើយហ្នឹងយល់អត់ចាតម្រៃវាជុលគ្នាវាងាប់ស្មោចច្បាស់ហើយតែអញអត់ស្ងៀមទេអញបិទទ្វារផ្ទះអស់មកមែនអូនមកកវឹងអញ្ចឹងមកដល់លៀនព្រះសនាជ័យមកដល់ព្រះលៀនសនាជ័យប្រក់មុំតម្រៃក្បាល3កណ្ដឹង30ប៉ុនដល់លៀនព្រះសនាជ័យភ្លាមកបីគេផាយអូនកបីគេឡើងអំណាចព្រោះគេសុតហ្នឹងហើយរបស់គេសុតគាត់តាភឹកមកភ្លាមកបីគេឡើងអំណាចភ្នែកគេចេញភ្លើងគេភ្នែកគេចេញដាតភ្លើងគេប្រក់ឡើងភ្លាមគោគេកបីគេឡើងព្រឹបព្រាយគេ8ចេញមកទាំងអស់ហ្មងទឹកនេះមក8ព្រាយដែលកាន់កបីហ្នឹងណាព្រាយម្ចាស់ដូចនិយាយថាបងជាគ្រូអាគមបងមានកបីបងមួយអញ្ចឹងអ្នកដែលគ្រប់គ្រងលើកបីអ្នកដែលជិះលើកបីអ្នកដែលសន្ធំបលឹងកបីហ្នឹងបានគឺមានព្រាយសកត់ពីលើវាព្រាយចាប់ស្នែងគេប្រក់ព្រាយគេចេញទាំងអស់ព្រាយហោះព្រាយហៅព្រាយបដៅកូនជ័យព្រាយក្បាល8កំបៃបាត់ព្រាយព្រាយបំ3ស្រីមកជំទាវទៅសពងសក់ធំអរតនីយាមផ្ដាច់ស្ដាច់តបព្រាយមកទាំងអស់គ្រាន់តែគេចេញមកអាណានៅលើដើមឈើតែអាណាលើដបោតែអាណានឹងដីទៅគេប្រក់ចេញមកដូចតបអញ្ចឹងយល់ចេញមកទាំងអស់ដល់គេចេញមកទាំងអស់យើងកបីតែមួយយល់ពាក្យថាកបីតែមួយទៅជុលមួយគេអាម៉េចអាគុំក៏ដោយសឹកអាគុំក៏ដោយសឹកសង្គ្រាមក៏ដោយសិតតែមានល្បិចមិនអត់ល្បិចទេអូនមានបើគេប្រក់កបីគេប្រក់ព្រាយកបីឲ្យចាញ់មកគេថាព្រាយកបីព្រាយកាន់លើកបីគេមានព្រាយរបស់គេហើយពុកក៏គាត់អត់ល្ងងដែរអញប្រក់មរិញកងវាអញមិនបងនិយាយមិញថាគាត់ប្រក់មរិញកងវាមិញមុខកបីហ្នឹងបតាស់តបអញឡើងដូចគ្នាដូចតបខ្មៅអញ្ចឹងគេហៅតបខ្មៅជួយដូចគ្នាអញ្ចឹងបើយើងនិយាយថាមកកងពលម្នាក់សង្គ្រាមផ្លូវងឹតគេក៏មានព្រាយយើងក៏មានមរិញកងវាដែរតែគ្រាន់តែថាគេមានអំណាចជាងយើងគេអំណាចគេអំណាចត្រង់ថាទី1គេកបីពិតរបស់គេពិតគេស៊ីនទី2គេមានព្រាយតែសន្ធំពីលើដូចខ្ញុំនិយាយបែបអញ្ចឹងព្រាយហោះព្រាយហើព្រាយបដៅកូនខ្ចីព្រាយក្បាល8កំបៃបាត់ព្រាយអំបំ3ស្រីមកជំទាវទៅសពងសក់ធំអញ្ចឹងណាដែលគ្រប់គ្រងទៅលើអាកបីនឹងទៀតមានសរុបទាំងអស់8ព្រាយដែលគេមានមិន8ព្រាយចង់និយាយថាពេលខ្លះកបីតែមួយព្រាយតែមួយតែគ្រាន់តែកំបោតែគេហៅអញ្ចឹងគេហៅអញ្ចឹងហ្មងអញ្ចឹងណាដល់ពេលអញ្ចឹងទៅពុកគាត់បើយើងនិយាយថាគាត់ឆ្លាតក៏បានដែរថាពុកខ្ញុំគាត់ឆ្លាតឬក៏តាខ្ញុំគាត់ឆ្លាតក៏បានដែរឆ្លាតត្រង់ថាអញ្ចេះគាត់អត់លេងរបស់ពិតទេពេលណាដែលលេងរបស់ពិតធម្មតាគ្រូឡងគ្រូច្បាស់ទៅត្រូវខ្លួនឯងបាទត្រូវវាមានអីក្រៅពីយើងស្លាប់ទេអូនអ
អានោះយើងនិយាយការពិតអញ្ចឹងពុកគាត់លេងបែបអញ្ចឹងនៅពេលដែលគាត់ចាប់ផ្ដើមប្រក់ទៅលើវាប្រក់ទៅលើស្ដេចមរិញគង់វាដូចបងនិយាយសូថាពុទ្ធធាំងដាស់ធម្មមាំងដាស់សង្ឃាំងដាស់ទៅគ្រូប្រាក់ឲ្យដាស់ប្រទាក្នុងគុំដាស់គុំក្នុងគ្រូដាស់កមូនក្នុងខ្លងអញ្ចឹងណាដាស់រងដំបងរងកៃកភ្លើងអីចឹងទៅគេដាស់ឧបដឹកមរិញគង់វាចេញមកធម្មតាសឹកអាគម2អូនមកជាហៀងម្នាក់វាប៉ះគ្នាហើយអញ្ចឹងនៅពេលដែលសឹកអាគមប៉ះនឹងអាគមបើយើងនិយាយមកយើងសម័យទៅដល់ថាច្បាស់ជាវាយគ្នាបាញ់គ្នាឬក៏ចាក់គ្នាកាប់គ្នាទៅហ៎អាគមអត់អញ្ចឹងទេនៅក្នុងសឹកអាគមនៅពេលដែលប្រក់ចេញវិញ្ញាណទាំងអស់មិនថាមរិញគង់វាមិនថាព្រាយមិនថារបស់សត្វអាគមពេលដែលគេឧបដឹកចេញមកពេលច្បាំងវាបែកផ្កាភ្លើងវាបែកផ្កាភ្លើងណាតែត្រង់ថាអាកន្លែងហក់វាយគ្នាកាប់គ្នាដូចក្នុងរឿងគេលេងអត់អានឹងមកមិនហ៊ាននិយាយទេតែដឹងថាសឹកអាគមមួយគឺបែកផ្កាភ្លើងហើយអញ្ចឹងនៅពេលដែលគេលេងចាប់ផ្ដើមសឹកដូចប៉ាអញ្ចឹងចាប់ផ្ដើមសឹកទៅសឹកទៅសឹកមកសឹកទៅសឹកមកណាធម្មតារបស់យើងជារបស់ fake យើងនិយាយថា fake ចាស់បាទ fake ចាស់អញ្ចឹងកន្លែងនេះខ្ញុំចង់សុំនិយាយបន្តិចបងប្អូនទាំងអស់គ្នាខ្ញុំអត់បខំឲ្យបងប្អូនទាំងអស់គ្នាជឿទេគាត់តែខ្ញុំនិយាយអំពីរឿងពីដើមទេណានិយាយពីរឿងពីគ្រូពីដើមមកទេហើយក៏អត់មានកំណត់អីទៅបខំឬក៏ទៅថាឲ្យគ្រប់គ្នាស្ដាប់ដោយដូចថាជឿស្លងអីទេគ្រប់គ្នាអាចស្ដាប់កំសាន្តទៅក៏បានដែរណាអញ្ចឹងនៅពេលដែលសឹកអាគមហ្នឹងរបស់យើងវា fake របស់គេស៊ីនអញ្ចឹងពេលដែលប៉ះធម្មតាអូនឯងក៏អាចស្មានបានដែរថាស៊ីនគេឈ្នះហើយត្រូវទេច្បាស់ជាគេឈ្នះហើយអញ្ចឹងកបីដែលកបីស្នែង3ហ្នឹងដែលខ្ញុំនិយាយថាតកូលស្នែងបក់តកូលស្នែងកោងហ្នឹងវាវត្តអាកបីដែលយើងឧបដឹកចេញពីដើមចេកហ្នឹងណាវាបុកមកដល់ពេលវាបុកមកខ្ញុំបញ្យល់កន្លែងនេះឲ្យយល់បុកហ្នឹងយើងមើលឃើញហ៎យើងមើលអត់ឃើញដូចគ្នាគ្រូអាគមនិងគ្រូអាគមគេមើលឃើញតែយើងធម្មតាយើងមើលអត់ឃើញទេតែធាតពិតកបីដែលយើងបានប្រក់មិញដែលយើងបានប្រក់ចេញពីដើមចេកមិញណាធម្មតានៅណែដល់ពេលវាសឹកនៅណោវាមិនមែនមកសឹកហ្នឹងទេវាសឹកនៅណោដូចថាវាទៅកន្លែងលៀនសនាជ័យដូចថាគេរើសទីតាំងមួយទៅប្រកួតណាយល់ទេអូនអញ្ចឹងគេប្រកួតនៅណោទេរបស់យើងឧបដឹកណែនៅពេលដែលគេវត្តត្រូវរបស់យើងកបីរបស់គេឈ្មោះបុកគេវត្តយកហ្មងពេលដែលវត្តទៅអាកបីដែលយើងប្រក់ចេញពីដើមចេកណែវាខ្ទេចទាំងអស់វាខ្ទេចហ្មងនៅមុខយើងហ្នឹងហ្មងអានៅផ្ទះហ្នឹងត្រូវគេបងហ្នឹងអានៅផ្ទះដែលយើងឧបដឹកឡើងហ្នឹងដើមចេកហ្នឹងធ្វើមកហ្នឹងហើយវាខ្ទេចទាំងអស់គ្រាន់តែខ្ទេចប៉ុណ្ណឹងយើងដឹងថាយើងចាញ់គេបានទេយល់ទេអញ្ចឹងដូចបងនិយាយបកទៅក្រោយវិញទៀតថាកបីហ្នឹងវាវត្តមកវិញវាអត់ប៉ះយើងជាម្ចាស់ពិធីទេវាប៉ះតែដើមចេកហ្នឹងទេព្រោះយើងឆ្លាតដែរយើងលេងទុកផ្លូវក្រោយសម្រាប់ខ្លួនឯងនិយាយចេះបាទដល់ពេលអញ្ចឹងពុកគាត់ដឹងដែរថារិទ្ធអំណាចរបស់កបីគេបើយើងនិយាយថាអំណាចរបស់កបីគេវាឡើងកបីវាឡើងកដូចតម្រៃចុះព្រេងអញ្ចឹងម្លងពេលនេះវាបោលវាចង់តែបុកទេគ្មានអីទប់វាជាប់ទេទប់អត់ជាប់ទេគ្រូដើមរបស់វាក៏អញ្ចឹងដែរគ្រូដើមរបស់វាបើអត់មានបល័យជន់អត់មានបល័យចោអត់មានបល័យខាប់អត់មានបល័យហាវទេវត្តទាំងម្ចាស់ដើមទៀតគោបាក៏អញ្ចឹងដែរណាដូចគោបាស្នាទេសអញ្ចឹងគោបាថាគេប្រហឹកគោបាទៅគេប្រហឹកឲ្យទៅជន់ឬក៏ប្រហឹកទៅបុកអ្នកណាមួយបុកមិនបានមិនបានណាគ្រូនឹងត្រូវតែមិនគេថាគោបាស្នាទេសពាក្យថាគោបាគឺគោសម្រិតគេប្រហឹកវាឲ្យទៅបុកពាក្យថាស្នាគឺស្នាបាញ់អញ្ចឹងมันគេភ្ជាប់ថាគោបាស្នាទេសអញ្ចឹងពេលដែលគោនឹងទៅឧទាហរណ៍ណាគោនឹងវាទៅបើសិនជាគោនឹងវាធ្វើគេអត់បែកវាធ្វើគេអត់បានសម្រេចគ្រូនឹងត្រូវតែយឹតស្នានឹងបាញ់កំចាយព្រលឹងគោនឹងចោលហើយតែហ៊ានគោនឹងលប់មកវិញគ្រូនឹងម៉ាំងកដានធុងងាប់ហ្មងអញ្ចឹងសុទ្ធបាញ់គោចោលមួយហ្មងគេបាញ់ចោលព្រោះនេះគេឧបដឹកបានតាអាសត្វនេះគេឧបដឹកបានគេនិយាយឧបកិច្ចឲ្យវាឡើងមកបានតាជប់មកភាសាទៀតបានជប់មកបានសួរភាសាទៀតអញ្ចឹងគេថាគោបាស្នាទេអាកបីនឹងដូចគ្នាតែហ៊ានបុកចាញ់គេអត់ទុកទេម្ចាស់ថ្លៃគ្រូណាក៏ដូចគ្រូណាគេមិនទុកទេវាត្រូវយើងម្ចាស់ដើមដូចបងធ្លាប់និយាយកាលពីមុនប្រាប់ខ្លួនឯងអញ្ចឹងណាដូចយើងចងព្រាយសុកយើងទៅចងគេប៉ះថ្ងៃណាមួយដែលវារើប្រាស់បានវាខឹងយើងប៉ុណ្ណាហែងចងអញអញ្ចឹងច្បាស់វារោអាដើមហ្នឹងអាម្ចាស់ដើមហ្នឹងហ្នឹងហើយងាកមកសាច់ជ្រឿងបងប្អូននៅពេលដែលយើងដឹងថារិទ្ធអំណាចរបស់គេនេះវាខ្លាំងអាតកោស្នែងកោងហ្នឹងណាតកោបក់ធ្លូនោះវាខ្លាំងហើយរបស់គេវាសុតអញ្ចឹងយើងអត់មានអីទប់ទេបលែងឲ្យគេលេងសិនព្រោះវាកំពុងចុះប្រេងឲ្យវាបោលសិនឲ្យបោលអស់ចិត្តតែបើស៊ូថាវា100យើងឯងវាអត់100ទៀតទេពេលណាដែលប្រកួតព្រះលៀនសេនាជ័យសឹកនៃអាគមសឹកនៃអឋានលេងកន្លែងណាសឹកនៅកន្លែងហ្នឹងវាអត់ប៉ាតណាប៉ាតណីវាអត់តរោអ្នកណាទេព្រោះពាក្យតែសឹកអាគមបានន័យថាគ្រូអាគមប៉ះគ្រូអាគមដល់ពេលធ្វើអំពើបុគ្គលណាវាតរោបុគ្គលហ្នឹងវាអញ្ចឹងណាវាខុសគ្នាដល់ពេលអញ្ចឹងប៉ាគាត់ក៏ប្រឡែងវាសិនណាព្រោះនឹកថាកបីហ្នឹងក៏វាជាអឋានផងព្រាយក៏គេមានផងតាក៏គាត់ឲ្យស្ងាត់ដែរថាសម្រាប់សិនទៅប៉ុណ្្នឹងសិនទៅ
ព្រោះសឹកអាគុំគេមិនមែនលេងបុកឲ្យបុកទៀតទេគេក៏ចេះថយដៃដែរគេក៏ចេះអស់កម្លាំងដែរ អូអាហ្នឹងអស់កម្លាំងអីដែរ អស់តាដូចគ្នាលើកគ្រូអំណាចបងនិយាយចេះអំណាចរបស់សត្វអាគុំមានរដ្ឋអំណាចលុះត្រាតែឧទាហរណ៍ថាបងជាគ្រូអ្នកឧបដឹកទៅវាពេលដែលបងឧបដឹកធម្មតាយើងអង្គុយយើងសែបមុនសែបអីឲ្យវារដ្ឋអំណាចវាឡើងដល់ពេលយើងអស់កម្លាំងអាគុំក៏វាថយដែរអាគុំក៏ថយដែរកន្លែងហ្នឹងតន់យ៉ាដល់ពេលអញ្ចឹងក៏ផត់អាកន្លែងមកកលៈហ្នឹងទៅផត់អាមកកលៈហ្នឹងណាគេតងទៅវិញអស់វគ្គគេលេងព្រាយ ក្នុងយប់តែមួយ ព្រឹកបើយើងនិយាយថាព្រឹកគេឧបដឹកព្រាយឡើងណាកន្លែងតែគេនិយាយថាឧបដឹកបានន័យថាចេះគោគេលេងមិនគេលេងអាគុំឬក៏លេងគោបាឬក៏លេងស្នឹកស្នៃស្នាទេលេងកបីស្នាទេអីក៏ដោយគេលេងរួចគេយកគោចូលក្រោលគេថាគោចូលក្រោលគេខាបយករបស់គេនឹងមកទុកសិនអញ្ចឹងគេច្បាស់ជាមានដូចថាសេនាឬក៏កងទ័ពគេទៅការពារក្បួនសិនគេបញ្ជូនអ្នកឲ្យទៅការពារដូចយើងឲ្យសន្តិសុខតែឲ្យទៅយាមផ្ទះសិនយល់អត់គេប្រក់ព្រាយនឹងទៅសិនគេប្រក់ព្រាយឲ្យយាមក្បួនកលារបស់គេកលាវាមានកលាពិឃាតកលាមរណៈតម្រាកលាអុកកលាហែកមេឃកលាបធូនីកលាបែងទិសឬក៏កលាមហាបធូនីស្រូបគេមានក្បួនកលាគេដើរទៀតដូចភូមិហែកគុកអញ្ចឹងគេមានម៉ោងដើរមានម៉ោងឈប់មានម៉ោងសម្រាកគេមានម៉ោងគេអញ្ចឹងគេប្រដឹកគេត្រឹមប៉ុណ្្នឹងសិនគេទុកសិនគេយកកម្លាំងរៀងខ្លួននិយាយមកថាគេយកកម្លាំងរៀងខ្លួនសម្រាកសិនព្រោះដឹងតែយប់ហ្នឹងហើយបន្ទាប់ដល់ប៉ះនេះទៀតហ្នឹងហើយតែយប់នឹងប៉ះនេះទៀតដែរអញ្ចឹងគេយកកម្លាំងរៀងខ្លួនស្មានទៅស្មានមកចូលថ្ងៃទី2ដល់តែចូលថ្ងៃទី2ប៉ាគាត់ថាតាគេលេងយើងប៉ុណ្ណាគេមិនដែលទុកឲ្យយើងនៅទេធម្មតាបងលេងដំបងចេះលោដៃចង់ដឹងថាឯងមានអីខ្លះហ្នឹងហើយថ្ងៃមានអីខ្លះអញលោបន្តិចសិនដល់ពេលលោដឹងហើយអូអានេះមានអានេះមានអានេះសុំទោសព្រោះភាសាអាគមគេនិយាយចឹងនិយាយហែងអញគេដែរនិយាយព្រោះទេសូម្បីតែគ្រូនិយាយសិសហែងមានការអីក៏និយាយអត់ព្រោះដែរអញ្ចឹងអធិស្ឋានកន្លែងហ្នឹងអញ្ចឹងស្អែកឡើងចូលថ្ងៃទី2ចូលថ្ងៃទី2គេចាប់ផ្ដើមប្រក់ម្ដងទៀតតែគេប្រក់ម្ដងទៀតយប់មិញឧទាហរណ៍តែយប់មិញគេលេងកបីរួចហើយអញ្ចឹងយប់នេះគេលេងកបីទេធម្មតាអូនចោលទៅវាទៅលួចម្ដងវាមិនមែនទៅលួចម្ដងទៀតគេដឹងទេគេដូរក្បាច់ដូរស្នៀតតែលេងកបីនឹងដដែលគេលេងកបីនឹងដដែលតែគេដូរស្នៀតណាគេនោះក៏លេងកបីម្ដងទៀតគេលេងជាមួយនឹងប្រព័ន្ធស្នាទេសប្រព័ន្ធស្នាទេសហ្នឹងគេលេងណាគេដាក់កបីបងប្អូននៅតាមស្រុកសេបណ្ណាចការតាមខេត្តបងប្អូនយល់ហើយកាច់កតងគេហៅកតង3បត់4រូតកតងពេសែនយើងណាគេកាច់3បត់4រូតកាច់ពេរួចគេដាក់កបីហ្នឹងនៅកដាលហ្នឹងហ្មងដូចឡើងវាយសៃរិញអញ្ចឹងដូចរៀបដូចសៃរិញឡើងវាយអញ្ចឹងណាអញ្ចឹងកាឡាហ្នឹងគេហៅក្បួនកាឡាពិឃាតបើសិនជាយើងចូលកាឡារបស់គេយើងចាញ់ដរិចហ្មងត្រូវរបស់គេហ្មងធម្មតាទេចូលទឹកដីគេហើយត្រូវហើយទឹកដីគេហើយអញ្ចឹងគេរៀបកាឡាគេបឆោតឲ្យយើងមករបស់យើងមានអីខ្លះឲ្យប្រក់មកប្រក់អស់មករបស់ឯងអញ្ចឹងអ្នកដែលគេមិនដឹងអញ្ចឹងមិនគ្រូពីដើមមួយគេច្បាស់គ្រូពីដើមមិនដូចគ្រូយើងឥឡូវទេគ្រូគេពីដើមមួយគឺមួយហ្មងពីរគឺពីរហើយគ្រូគេដឹងថាអានេះលេងក្បួនកាឡាពិឃាតអញ្ចឹងបើសិនជាធម្មតាដូចយន្តនុយទៅស្ទូយើងឲ្យចូលកាឡាគេអញ្ចឹងណាគេប្រក់កបីចេញមកអូយើងដឹងថាយប់ម៉ែលេងកបីនេះយប់មិនវាលេងចេះអញចូលបុកឲ្យចំកាឡាតែចូលក្បួនគេបាត់ហើយសងគេហ្មងតាចូលផ្លឹបមិនបាច់គេបុកទាស់នេះអូមិនបាច់គេបុកទាស់នេះបើគ្រាន់តែចូលកាឡាគេចាញ់ច្រាបគេបាត់ហើយហើយគ្រូអាគមមួយសឹកអាគមហេតុអីមិននិយាយថាគ្រូអាគមនៅពេលដែលសឹកមិនថានៅមុខប្រទេសអាសនៈក្រោយឬនៅក្នុងទីលានក្បួនឬក៏នៅក្នុងពិជ័យសង្គ្រាមឬនៅក្នុងពលានសេនាជ័យក៏ដោយតែត្រូវផាំងក្អួតឈាមចេញមកបែកឈាមចេញតាមអាចារ្យលើហ្នឹងផាំងចេញឈាមតាមរោមដៃលើហើយគ្រូអាគមពីដើមអញ្ចឹងណាអញ្ចឹងគេប្រហឹកគោហ្នឹងមកគេប្រហឹកសំទោសគេប្រហឹកកបីហ្នឹងមកម្ដងទៀតគេធ្វើដូចនុយអញ្ចឹងណាយប់ទី2គេប្រហឹកមកម្ដងទៀតពេលដែលប្រហឹកម្ដងទៀតយើងក៏ដឹងដែរថាយប់មិញគេលេងដែរអាកបីហ្នឹងវាមានស្អីខ្លះយប់មិញឯងលេងប្រក់ព្រាយពីលើកបីឯងយកព្រាយទាំង8ទុកសម្រាប់ទុក8ទិសហើយទុកពាត់អញអញ្ចឹងឯងលេងយប់នេះកាឡាឯងហៅកបីហ្នឹងមកទៀតអញអត់លេងកបីជាមួយឯងទេអត់លេងកបីទេលេងប្រជុំពាត់ពុកខ្ញុំគាត់លេងប្រជុំពាត់អូនឯងប្រជុំពាត់អីគេអត់តម្រៃវាធំជាងកបីពុកគាត់លេងតម្រៃគាត់លេងប្រជុំពាត់ប៉ាគាត់គាត់លេងព្រះប្រជុំពាត់តម្រៃរបស់គាត់អត់ធំទេតម្រៃគាត់ណាតម្រៃគាត់ស្ពាន់បើតម្រៃសម្រិតផងអានឹងយើងមិននិយាយណាព្រោះសម្រិតថ្លៃតែយើងនិយាយស្ពាន់ប៉ាគាត់លេងនឹងលេងស្ពាន់គាត់យកតម្រៃស្ពាន់ណាគាត់ដឹងថាគេលេងតម្រៃទៀតហើយអញ្ចឹងកាឡាពិឃាតរបស់គេវា4ទិសកាឡាធំ4កាឡាតូច4ទៀត8
វាគ្រប់8អញ្ចឹងលេងនៅក្នុងនោះច្បាស់ជាវាមានទាំងខ្មោចតៃហោងវាមានទាំងព្រាយវាមានទាំងស្អីទាំងអស់មកហើយអញ្ចឹងពុកគាត់ថាមានតែជំរើសមួយទេដែលអាចលេងជាមួយនឹងកាឡាពិឃាតរបស់តកោស្នែងកោងបានគឺព្រះប្រជុំពតអញ្ចឹងដកព្រះប្រជុំពតប៉ិនមេដៃនឹងមកតម្រៃដកតម្រៃរួចដកសម្ដេចព្រះដាញ់កន្លែងនេះសូមបើកកំពង់កញ្ចក់បន្តិចសម្ដេចព្រះដាញ់សម្ដេចដាញ់អូនដែលឮពាក្យថាកដាញ់ហ៎លាប់ឮសក់កដាញ់ហ្នឹងសក់កដាញ់ដែលឮថាគេថាពីច្រើនអ្នកដែលមានសក់កដាញ់ហ្នឹងសិតតែមានបារមីឬក៏មានគេកាន់ចាដាញ់ហ្នឹងគឺដាញ់របស់ម៉ាក់ដាញ់ប្រពន្ធគាត់ត្រូវជាម៉ាក់ខ្ញុំហ្នឹងហើយដាញ់ហ្នឹងពីដើមឡើយអញ្ចេះដាញ់ហ្នឹងដំបងទូចឯម៉ាក់គាត់ម៉ាក់គាត់សក់អង្គាដីកាលហ្នឹងម៉ាក់គាត់សក់អង្គាដីគាត់មានដាញ់ទូចប៉ុណ្ណេះដល់ពេលអញ្ចឹងប៉ាគាត់កាត់បោះចោលក៏វាឡើងដាញ់ទៀតឡើងទៅថ្ងៃមួយហ្នឹងគេមកបញ្យលសពថ្ងៃត្រង់ម៉ោង2ខ្មោចដាច់ក្បាលមកនិយាយដាក់មានក្បាលទេតែនិយាយលឺដូចថាប៉ាគាត់សម្រាននៅធំដើមស្វាយគេមកបញ្យលសពថាឲ្យទុកដាញ់នឹងទៅទុកដាញ់នឹងក្បាលប្រពន្ធឯងទៅព្រោះដាញ់នឹងបាញ់មុតដុតឆេះទេហើយដើរជន់មានក៏អត់ផ្ទុះដែរបើឲ្យធ្វើទៅហ៊ាននិយាយអញ្ចឹងណាហើយឲ្យបេះដើមស្លឹកស្ដាដើមស្លឹកស្ដាយើងណាស្លឹកស្ដាដើមស្ដាយើងហ្នឹង7សន្លឹកមកកាត់ដាញ់នឹងដាក់លើស្លឹកស្ដានឹងគ្របទុកនឹងចងចកេះទៅបេក៏បាញ់ឲ្យបែកដែរពីដើមគេហៅបងបត់ហ្នឹងហើយគេហៅបងបត់មកឲ្យតែអត់មានក្បាលទេដូចគេមកបញ្យលសំតិចដូចគេមក5តិចណាក៏ដាញ់លើក្រោយនោះទុកមែនម៉ាក់ប៉ាក៏ទុកអូនដាញ់នឹងដបងប្រពន្ធមេដៃទេដាញ់មូលហ្នឹងទៅវាយូរទៅធំណារហូតដល់ដាញ់នឹងឥឡូវនៅប្រទេសអាសនៈបងរាល់ថ្ងៃសម្រាប់ដាញ់នឹងនៅដល់ឥឡូវដែលបងដាក់តម្កល់នៅខាងលើគេហ្មងដាញ់នឹងអង្គុយដូចប្រផ្នេតព្រះចឹងអង្គុយចឹងដូចរូបអង្គុយចឹងសក់ហ្នឹងណាហើយមានអីមានដូចមានស្អីបាំងពីក្រោយដូចផ្អែកពីក្រោយដាញ់នឹងនៅដល់រាល់ថ្ងៃដាញ់នឹងអញ្ចឹងពុកគាត់ដកដាញ់នឹងមកជាមួយនឹងស្លឹកសេដាដែលលោករុំហ្នឹងប៉ាគាត់រុំមួយស្លឹកសេដាហ្នឹងគាត់ដកមកភ្លាមគាត់ដាក់នៅលើជើងពៀនមួយគាត់លេងព្រះប្រជុំពតគាត់ដាក់ព្រះប្រជុំពតចំកដាលគាត់អត់មានលេងទិសទេព្រោះគេលេងទិសរួចហើយគេលេង8ទិសរួចហើយពុកគាត់អត់ចាំបាច់លេងទិសទេពុកគាត់ដាក់អាហ្នឹងលើហ្នឹងគាត់សន្ធុំមកដូចគ្នាគឺពុកគាត់រំលឹកដល់គុណសម្ដេចព្រះគ្រូរបស់គាត់មានលោកឪឌីប៉យតាឌីប្រាសាទព្រះវិហារលោកតាឌីគឺគាត់ប្រក់សុំចេះរតនាយាងព្រះតបចឹងណាសម្ដេចព្រះតបព្រះសម្ដេចព្រះសេនាជ័យសុំខ្ចីតបឬក៏កើនតបឬក៏ខ្ចីសុំឲ្យលោកមានទស្សបរមីលោកឪឌីជួយចឹងណារួចបានលោករតនាយាងសម្ដេចគ្រូរបស់គាត់មួយទៀតលោកឪជ័យវណ្ណស័ក្តិរតនាយាងសម្ដេចព្រះគ្រូជ័យវណ្ណស័ក្តិមកទៀតសម្ដេចជ័យវណ្ណស័ក្តិលោកគ្រូគាត់ជាក្បួនព្រះសេនាជ័យគាត់រៀនក្បួនសម្រាប់ព្រះពិជ័យសង្គ្រាមអរតនីយាងលោកគ្រូទាំងពីរគណៈលោកមកអញ្ចឹងជាគ្រូរបស់លោកហ្នឹងណាគ្រាន់តែមកដល់ភ្លាមលោកដកកបិតយើងអាកបិតចិត្តថ្នោតទៅអូនកបិតចិត្តថ្នោតហ្នឹងមកណាហ្នឹងខ្លាំងដូចឡាមហ្នឹងហើយដកមកអញ្ចឹងគាត់លើប្រភ្នែនបួងសួងអីចឹងរួចគាត់ក៏តម្លាក់កបិតហ្នឹងភ្លាមដោកជាប់នឹងដីបុកជាប់ដីរួចគាត់ប្រក់តម្រៃចេញហ្មងគាត់មហាប្រក់គ្រាន់តែប្រាក់មូមៈអ៊ូមៈមហាសិទ្ធិធីប្រក់ទៅគ្រូប្រាក់អញប្រក់តម្រៃក្បាល3កណ្ដឹង30ពររតនីយាងសម្ដេចប្រទាប់ជ័យរបស់អញគង់ទីប្រទេសរបស់អញជាសម្ដេចព្រះគ្រូរតនីយាងអ៊ូមៈបញ្ញសោមចេញហ្មងគ្រាន់តែប្រក់3000ចេញភ្លាមតម្រៃនឹងវាទៅចង់ហែងកាឡាពិឃាតប៉ុណ្ណាក៏ដោយតម្រៃអូនឯងចាំថាតម្រៃវាធំជាងកបីវាធំជាងតម្រៃគេប្រើក្នុងព្រះលានសេនាជ័យដល់ពេលកបីគេប្រើក្នុងពិជ័យសង្គ្រាមពិជ័យសង្គ្រាមវាតូចជាងព្រះសេនាជ័យលៀនព្រះសេនាជ័យគេហៅលៀនព្រះសេនាជុលតម្រៃវាធំណាពុកគាត់ប្រក់ចេញទៅនៅពេលដែលពុកគាត់ប្រក់ចេញទៅតម្រៃទៅណាអូនតាត្រង់គឺត្រង់ហើយតាឆ្វេងគឺឆ្វេងស្ដាំគឺស្ដាំហើយតម្រៃអញ្ចឹងពុកគាត់ដឹងទិសនៃការលេងអ្នកលេងសឹកអាគមមួយចិត្តត្រជាក់ឈាមត្រជាក់ណាលេងស្ងាត់លេងធម្មតាធ្វើដូចអត់មានរឿងអីកើតឡើងអញ្ចឹងពុកគ្រាន់តែប្រក់ចេញភ្លាមនេះខ្ញុំនិយាយតាមត្រង់ណាពុកក៏គាត់សូត្រថាអ្នកមោតសៈភគវៈតអរហតោសម្មាសម្ពុទ្ធស្សៈគ្រប់អនុមោវន្តុពុទ្ធទាំងពុទ្ធោនគុំព្រះពោធិជ័យយោសម្ដេចឪគ្រប់ខ្មាំងសត្រូវចេញទៅវិនិច្ឆ័យសន្តិអសេសតោរំលឹកគុណសម្ដេចគ្រូនឹកដល់ស្ដេចផែនដីហ្មងគ្រាន់តែប្រក់តម្រៃនឹងចេញទៅវាត្រាំងទៅត្រាំងហើយនៅពេលដែលទៅត្រង់អូនណាម្ចាស់ថ្លៃគ្រូគេលេងគ្រូអ្នកដែលលេងដែលខ្ញុំនិយាយថាគ្រូផ្តិលមិញហ្នឹងណាគ្រូផ្តិលហ្នឹងណាគេលេងគេរៀបមែនគេអត់ឧបដិកដូចពុកទេពុកគាត់ឧបដិកដូចថាគាត់គូសលើដីគូសលើអីគាត់ឧបដិកយករបស់មកឧបដិកគេនោះក៏លេងរបស់ប៉ិតគេកាច់កតងណាដូចសពៅអញ្ចឹងមួយដូចសពៅដូចកបូនអញ្ចឹងគេរៀបមុខផ្ទះហ្មងចុះពីកម្មចដើមមកប្រទេសគេនៅហ្នឹងហ្មងអញ្ចឹងគេរៀបមុខហ្នឹង
tới ôn còn ta bục prọ tầm rây tới phim choan tích tầng óc tầng năng choan tích mong bọc pôn củ tơ đang choan bay thơm hả tầm rây đang choan bay thơm smart tô ngọt tầng đây tầng bọc pôn nè ắt tốc ấy nè ភ្លាម bọc pôn phim ở đây là toàn phim này măng chân tới bọc pôn nó định lực smart tô định lực tè măng chân tới cả đàn truông thôi mấy cái thoáng bị choán ហ្នឹងហើយ vì cầm rau búp mà tầm hăng chân tới nó trong cái đàn truông nó bay cứng không tích ở đây nó toàn này ổn ở đây nữa á toàn này sắp tập ở đây nó toàn té rồng lông ban phèm vào mỗi ngày ban phèm vào mỗi ngày á phèm vào mỗi ngày ở đây nó ta cho con đam cực kỳ nó ngọt mỏng đam được luôn ai dùng thùng pri năng mỏng ក្នុងផ្ទះហ្នឹងប្រហែល năng á cho con năng nơi từ năng ta bên nơi từ năng á cha để quạt nè để quạt chạy quạt đắng quạt màu pì ôi mà tôi ấy nhom lư cha giấy là tham màu pì lạnh bông đang tham màu pì lạnh năng mệt đáy nè cái lô bong bồn phục mai mình om đạp tới cái lô tháp bị nó bị thun đây mẹ chia sàiแต่ก่อนจะลือจ้าเยธาเนี่ยมาปีนลัดเกนึงเนี่ยใจเกใจฮะบ้องใหญ่มวยฮะเนี่ยโป๊ดเหมือนอัดใจนะไม่ก็หอมเหมือนอัดมีนเนี่ยอัดใจนะมีนนะมีนอ่ะใจกุ่มกรอนแต่งวับเพลียมเนี่ยได้เกมาปีนลัดไอ้นั่งเกใหญ่ธากำจายไปหลังครูนั่งเจ้าเตยกำตกแต่เห็นตกเตยเนี่ยอัดซอกดิซอกนั่งเนี่ยอัดซอกมองธรรมดากลัวก้มไปงวบเตยไปก้าวเตยปรีสมพงษ์สะทมดัดปรียะปรีสมพงษ์สะทมนั่งให้ด้วยบ้างใช่ไหมปรีฮาปรีฮาปรีปดาโกนใช้ปรีกระบาผมไว้กำไปวัดปรีบอมไม่ใส่ขมาจุ่มเตียวเตยสมพงษ์สะทมจุปรีสมพงษ์สะทมนั่งมหาฤทธิ์บอกปรีนั่งจีไอได้บ้องเดี๋ยวท่าจะมาทางไอได้ปรีสมพงษ์สะทมตะโกระบะเนียงแตงผมใบมีนปรีได้ทมยังเก๋คือปรีสมพงษ์สะทมอมน้าจะบอกปรีสมพงษ์สะทมคือการจังมาปีกรัวกุมปรีนั่งตัวของการเตจีปรีก็ใจหักกุมนายซะเอาท่าแล้ววิปรีสมพงษ์สะทมไหมนะยังดังแต่วิปรีสมพงษ์สะทมไหมยังแต่โซ่ปลายดังเบียโลเมื่อวิโซมาวันนี้เลยนะดักมาปลายวันนี้เลยนะก็ใจได้โอเคจังไอ้หนึ่งอดมินขู่บาจาน่าไปแคบบานตีบางใหญ่ทำเบียมันอาจเมียนก็ท่าเถอทำเบียนน่ะเกใจไปเลยครูนั่นก็เกทั่วใบได้แต่ก่อนตาปรีนั่งเวียมงี้ทั่วนะเกเตตาวีมองนั่นนะวินเออตาวีจังระเบียบอัดเจลงใหญ่ๆวิอัดลงแต่ปรีนั่งวิอัดลงแต่เบอร์ซันจะโคหมดโคกอมวยเวียโดยกระตงเขียวอย่างการจะหาการก็มองการตัวงอบอ่ะแต่อัดเจอัดงี้ลึกเลยได้อัดงี้แต่กัดงอบไปเหมือนโดยใหญ่มากขึ้นนะสมโตเหมือนโดยกระตงเขียวนะกระตงเขียวใส่เปย์ใส่ไอเล่นเพลย์รถตัวนี้ส้มในมุนยิงมอกทันบังเอาจังสมัยปันนังในม้าเกี่ยวกับตัวสำนักนั่นแหละในมวยอาเต้จังเงียบมาต่อใส่ยืงในเป้ได้ขู่นังงวบนะขู่ตะนังตังปะปนตังปะใดนังงวบตังปีในเป้ได้งวบหายเกจ่าเจกสับคณีจังนะโอนกลมใจเป็นหลังขู่นังเต้ากลมตกแต่ตกจังไรพุ่มเถื่อบอลดาพุ่มปลาเลยวะจังก็เกกลมใจโรเบียบกลมใจยังสดับเมาระเบียบกำจายวิเมียนจานดอมเด็กโกลกับบ้านดอมเกะกับบ้านกัดดำเชยโยโบเชียกับบ้านหรือกับไม่กับบ้านได้ใต้กลมเพลทท้ากรูนังเวียสลับเตอร์วิการจีปรีวิจัยได้วิจัยโดยขี้มอมเตอร์กำจายวิเวียนมันบ้าเต้จังเถอะเธอมาการนึงอ่ะคือเหม็นปกบองนะเหม็นปกบองเตอร์กำจายนะโดยถ้าจ่ามันเนี่ยเดี๋ยวก็ใจก็ดังเหลืองดังยังไงก็ท่าเตอร์เลือกอาสนะเวียเมาอันนั้นบาสันจีวิเมียนน่ามวยสนองอาสนะวิญญาอันนั้นอะไรเย่อันสักวันใต้บาสันจีอัดมีนสนองอาสนะวิเตเติงจังเกตำเรายกอาสนะปะเต้นบออาสนะครูนั่งไงยกมาด่าหนึ่งกรามดำกันไหนด่าครูนั่งงอบด่าเนินนั่งหายเด็กโกลดำไม่ยกเด็กโกลดำกระดามชูอัดยกเด็กโกลทำไมหรือกับเด็กโกลติงปีศาจมาเต้แต่โรเด็กโกลนั่งเชียเด็กโกลได้จังปีเมนโบเชียนั่งเอาครบผมเปิลวอดโยกรุบเปิลโยมาดำนั่งเมาโยดำนั่งเหาเขมงบอดสดนะเขมงเผามวยใส่มวยโนมอาวิโนมะโยมาจ่าหนึ่งโกลนั่งรุ่ยโบเชียตั้งอาสนะโบเชียตั้งดำเชิญดตั้งอ้อโยมองบ้าอันจังเตอันระบาดเตปูปิเจเอาใช่ตั้งดำเชิญตั้งตีเอาใช่ตั้งอ้อมองใช่ตั้งอาสนะนั่นเตบ้านจังเตยังกระทำวิขู่วิจัยฝับปันนั่งวิดาวชนะวิจำสัตว์บ้านวิเมียนตั้งปีอัตโกสไนเก่าเมียนไอ้หึงไอ้ยังจะโซ่ไปเลยกำจายวิเตอร์ไม่กัดอันระบาดเตตุ้งโจมจัดไล่โคเกคลังจัดไล่อันนี้ยมใหญ่การปัดบองโอนยมมันใหญ่ประคำไอ้ขบนี่ชื่อไอ้เต้นนะแต่ขนมเนื้อแต่ปัจเจจูนในตอนนี้แต่ละท่าแปะป้อนจมูกหนึ่งเรื่องสักกลัวกุ้ม
រឿងគ្រូអាគមឬក៏មុនអាគមទាំងអស់បើថាឥឡូវបងអត់ដឹងទេណាបើថាឥឡូវស័ក្តិសិទ្ធិគ្រូបកែអីអត់ដឹងទេតែបើថាគ្រូពីដើមទៅខ្ញុំហ៊ាននិយាយចឹងហ្មងខ្ញុំហ៊ាននិយាយថាគ្រូមួយចាញ់មកស្មាតទោសខោអើទេតែកំប៉ះមួយអាលៀកដល់តកូលហ្មងមួយអាលៀកដល់តកូលហ្មងអានេះជាសាច់រឿងមួយដែលបងនិយាយពាក់ព័ន្ធជាមួយនឹងប៉ាបងដែលពាក់ព័ន្ធជាមួយនឹងការលេងសឹកអាគមយើងនិយាយថាសឹកអាគមចាស់បាទសឹកអាគមហើយសង្ឃឹមថាបងប្អូនគាត់ស្ដាប់រឿងមួយនេះបងប្អូននឹងពេញចិត្តហើយក៏ដូចជាសុំទោសទៅកាន់លោកគ្រូអ្នកគ្រូទាំងអស់ហើយក៏អត់មានចេតនាតែបខំឲ្យគាត់ជឿទេណាអូនណាបាទនេះគាត់តែនិយាយដើម្បីចែកម្លែកស្ដាប់កំសាន្តទៅអរគុណបងនេះគឺជាសាច់រឿងទី1ដែលបងដាវគាត់បានចែកម្លែកហើយកម្មវិធីតុកភ្លឺ background ងឹតនេះគឺជាកម្មវិធីកំសាន្តបែបរន្ធត់ប៉ុណ្ណឹងឯងមិនមែនក្នុងគោលបំណងឲ្យអ្នកនរគ្នាដាច់ខាតត្រូវតែជឿឬក៏មិនជឿឯងអាស្រ័យលើអ្នកទាំងអស់គ្នាពីគោលបំណងរបស់កម្មវិធីគ្រាន់តែជាកម្មវិធីកំសាន្តបែបរន្ធត់ប៉ុណ្ណឹងឯងបាទហើយអ្នកនរគ្នាយកឃើញមិនដែរចំពោះសាច់រឿងទី1របស់បងដាវ1ម៉ោងជាងដែរម៉ោងជាងខ្ញុំគិតថាបងគាត់កំពុងតែមើលប្រហែលជាគាត់អត់ដកដង្ហើមដូចយើងអញ្ចឹងបាទហ្នឹងហើយព្រោះឌីសាតែមិញហ្នឹងបងប្អូនអរគ្នាអាចនឹងចាប់អារម្មណ៍បងកាត់តិចណាចាបងរឿងនេះខ្ញុំនិយាយអត់តន់អស់ហើយនៅទៀតបងនៅមានចំណុចសំខាន់ទៀតតែគាត់ថាចំណុចសំខាន់ខ្លះនិយាយទៅគឺប៉ះពាល់ឆ្នាំងបាយគេអូចាបងអូខេនេះគឺជាសាច់រឿងទី1យើងសូមបញ្ចប់ធ្វើប៉ុណ្ណេះបាទហើយយើងនឹងឈានចូលទៅសាច់រឿងទី2តែមុននឹងឈានចូលសាច់រឿងទី2ដកដង្ហើមបន្តិចសិនទៅព្រោះឃើញរៀងតហក់ដែរហ្នឹងហើយបងប្អូនអរគ្នាបងប្រហែលជាឃើញខ្ញុំមួយបងអធិការគឺខ្ញុំអត់សូវមានពាក្យអីនិយាយទេដោយសារតែទី1គឺពួកខ្ញុំជក់ស្ដាប់ដែរទី2ខ្ញុំអត់ចង់កាច់សាច់រឿងរបស់បងដាវព្រោះដោយសារតែបើសិនជាយើងសួរបញ្ជាក់គាត់កន្លែងណាមួយគឺគាត់អាចនឹងបញ្យល់យើងហើយអាចនឹងបាត់សាច់រឿងអ្នកទាំងអស់គ្នាបន្តិចអញ្ចឹងអត់ចង់ឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាពួកយើងកាត់អញ្ចឹងទៅពួកយើងក៏អត់មានអ្វីទាំងអស់ព្រោះដោយសារគាត់បញ្យល់ក្បោះក្បាយខ្លាំងមែនតែម្ដងអរគុណបងដាវសម្រាប់សាច់រឿងទី1ដូចជាបទពិសោធន៍ថ្មីនិយាយទៅខ្ញុំស្ដាប់ហើយមានអារម្មណ៍ថាមានចម្ងល់ច្រើនដែរព្រោះគ្រូពាក់មកធ្លាប់តែយើងខ្មោចទៅហ្នឹងហើយកម្មវិធីរបស់យើងនិយាយទៅរឿងខ្មោចបងប្អូនស្ដាប់រឿងខ្មោចតែឥឡូវស្ទាប់យុវជនរបស់យើងគាត់ច្រើនស្ដាប់រឿងអាគមហ្នឹងហើយគាត់អាសាស្ដាប់ដូចរឿងចូលព្រៃខ្លាអីខ្លាចព្រៃអីគាត់ចូលចិត្តណាពាក់ព័ន្ធមួយសឹកអាគមនឹងគ្រូអីគាត់ចូលចិត្តដែរឥឡូវថ្មីផ្លៃសម្រាប់ខ្ញុំ